ហើយក្នុងនេះទៀតសំភារៈផ្ទះបាយអេឡិចត្រូនិកណាចង់ឲ្យក្រុមហ៊ុនខ្លាយទៅជាក្រុមហ៊ុននាំមុខផ្នែកផ្គត់ផ្គង់សម្ភារៈផ្ទះបាយអេឡិចត្រូនិកនៅកម្ពុជាបាទហើយទីផ្សារគោលដៅរបស់ក្រុមហ៊ុនទាំងភ្ញៀវជាតិទាំងភ្ញៀវអន្តរជាតិក្នុងលំដាប់កម្រិតមធ្យមនិងខ្ពស់ទីផ្សារគោលដៅបាទអញ្ចឹងទើបយើងដាក់ចក្ខុវិស័យអញ្ចឹងប៉ុន្តែទីផ្សារគោលដៅរបស់យើងគឺអតិថិជនកម្រិតកណ្ដាលនិងខ្ពស់ដោយសារសម្ភារៈផ្ទះបាយរបស់យើងគឺនាំមកពីអឺរ៉ុបដែលថោកទៅបងប្អូនបាទខ្ញុំមានបងប្អូនខ្ញុំមួយលក់គ្រឿងផ្ទះបាយថ្លៃណាស់ឈុតសិតតែរាប់ពាន់រាប់ម៉ឺនដុល្លារមានផ្ទះខ្លះគ្រាន់តែទិញគ្រឿងផ្ទះបាយ30ជាងម៉ឺនដុល្លារទិញគ្រឿងប្រើប្រាស់ក្នុងផ្ទះបាយលំដាប់វិឡាជាង30ម៉ឺនដុល្លារថ្លៃណាស់បងប្អូនបាទឃើញទេតាអតិជនកម្រិតទៀតណាហ៊ានទិញបងប្អូនហើយជាក្រុមហ៊ុនរបស់បងប្អូនថ្លៃខ្ញុំហើយកូនស្រីខ្ញុំទៅធ្វើការនៅនឹងស្រាប់ទៀតតាប៉ាអើយគាត់ថាឈុតផ្ទះបាយរបស់អុកញ៉ា36ម៉ឺនដុល្លារខ្ញុំកំពុងធ្វើឯកសារប៉ាបាទបងបាទថ្លៃគ្រូលោកបានលោកបានគ្រូបាទឧទាហរណ៍បងប្អូនណាសូមស្ដាប់សូមបន្តអញ្ចឹងចក្ខុវិស័យបែបនេះដូច្នេះយុទ្ធសាស្ត្រធនធានមនុស្សយើងត្រូវធ្វើយ៉ាងម៉េចដើម្បីបានបុគ្គលិកល្អឆ្នាំយកមកធ្វើកិច្ចការទាំងអស់នេះក្នុងការបម្រើគ្រប់សកម្មភាពរបស់ក្រុមហ៊ុនដែលផ្គត់ផ្គង់គ្រឿងផ្ទះបាយបាទមានតាមពីក្រុម sale marketing service maintenance and repairing accounting purchasing ណាfinancial ព្រមទាំង warehousing delivery នេះបងប្អូនគ្រាន់តែអ្នកដែលត្រូវគ្រប់គ្រងសកម្មភាពរបស់ក្រុមហ៊ុនទាំងមូលដើម្បីឲ្យក្រុមហ៊ុនក្លាយទៅជាក្រុមហ៊ុនដែលផ្គត់ផ្គង់គ្រឿងផ្ទះបាយនៅកម្ពុជាលំដាប់ជួរមុខពេលដល់ leader គឺជួរមុខអត់មាន top ទេបាទណាបើ top 1 top 2 top 3យកអីមកវាស់យកមកវាស់ហើយហ្នឹងបាទដូចខ្ញុំឧទាហរណ៍កំពូលតារាចម្រៀងអូយអ្នកចម្រៀងមានកំពូលមកពីណាទេគាត់អ្នកចម្រៀងជួរមុខទៅបានអាហ្វែច្រើនឃើញទេបាទបានគេគ្រប់គ្រងច្រើនអញ្ចឹងទៅគាត់ថាកំពូលមកពីណាកំពូលមានតែមួយហើយបណ្ដាមានកំពូលទាំងអស់អញ្ចឹងមកភាសាអង្គរវត្តយើងកំពូល5បាទកំពូលខ្ពស់ជាងគេតែមួយនោះហើយនាំនាមដើមកំពូលទាំងអស់អញ្ចឹងទៅនៅតាណាបាទហើយនាំទៅកំពូលទាំងអស់អញ្ចឹងអានឹងភាសាគេនិយាយបាទយើងបញ្ញវន្តមុនប្រើពាក្យឲ្យមកគិតបាទណាហើយគុំទៅអួតទៅកំពូលនៅពីណាគាត់តែជួរមុខវាមាន10 20 30នាក់50នាក់អាណាជួរមុខបាទដូចលំដាប់អុកញ៉ាអញ្ចឹងមិនបានទៅជាអុកញ៉ាមានលោកអុកញ៉ាមានអ្នកអុកញ៉ានិងលោកអ្នកអុកញ៉ាបាទហើយលោកអ្នកអុកញ៉ាក៏មិនមែនមានម្នាក់ដែរឥឡូវមានម៉ាអ្នកនោះអញ្ចឹងយើងមិនចង់លោតលើគេម្នាក់ក្នុងចំណោមលោកអ្នកអុកញ៉ានោះហ្នឹងឬមិនបាទចង់សំដៅលើពាក្យដែលបងប្អូនទៅប្រើណាអានេះក៏ឧទាហរណ៍ទេបាទអញ្ចឹងយុទ្ធសាស្ត្រធនធានមនុស្សរបស់យើងត្រូវធ្វើម៉េចដើម្បីបានមនុស្សទាំងអស់ហ្នឹងឲ្យក្រុមហ៊ុនរបស់យើងក្លាយទៅជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈផ្ទះបាយជួរមុខនៅកម្ពុជានរណាក៏ដោយចង់ទិញសម្ភារៈផ្ទះបាយមកពីអឺរ៉ុបអេស្ប៉ាញអ៊ីតាលីដឹងតែក្រុមហ៊ុន ABCD នេះបាទ ABC អាចារ្យ ABCD ចានៅឧទាហរណ៍ទូទៅណា ABC ប្រម៉ូទឲ្យគាត់វិញយើងបាទហើយគាត់ក៏មិនពេញចិត្តឲ្យយើងទៅថាឈ្មោះក្រុមហ៊ុនគាត់ដែរបាទ ABCD ទៅបាទឧទាហរណ៍ទៅណាអត់មានឈ្មោះទេក្រុមហ៊ុនហ្នឹងបាទក្រុមហ៊ុន Seagull នេះនៅក្បែរនេះមានអូឡ িম্প ិកបាទផ្គត់ផ្គង់គ្រឿងអ៊ីណុកផ្ទះបាយ
đường tắc đường ấy này đọp tắc đọp ấy nó đó home appliance mình chụp cầm hôn mà kê chẳng trong home appliance ABCD và họ chẳng bảo bố á chẳng trong sầm đại tha chuột xác cướp cron thôn tiệm nước Việt theo xa shop tại tận này rồi bao cùng hôn mê trong bảo bố lại đạp toàn đấy đạp toàn đấy bảo bố online đạp toàn thế toàn này là cừu toàn mà toàn mà bà chẳng ban chấm nói tí bay mấy bảo bố số nhóm nhom vô tìm nó bảo bố này chẳng anh ấy cứ đã cầm hôn mê và tớ chập đám yuột sát cướp cron thôn tiệm nước người trai dương trong tại riêng cướp cron thôn yuột sát cướp cron thôn tiệm nước tệ những anh ở quạtយ៉ាងmình bởi anh ở quạt ban bông ôn từ phần vô mục nghĩa song khănនៃការគ្រប់គ្រងធនធានមនុស្សរបស់យើងរបស់នៃទិសដីរបស់យើងដែលយើងលើកនៅក្នុង literature review នេះអញ្ចឹងកន្លែងនេះយើងចាប់ផ្ដើមនិយាយពីសារៈសំខាន់ដែលយើងមើលឃើញទៅក្រុមហ៊ុនរបស់យើងរៀបចំឲ្យបានត្រឹមត្រូវនៃយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្សបងប្អូនសរសេរហើយបាននិយាយមកអួតពីក្រុមហ៊ុនខ្លួនឯងខិតខំព្យាយាមរៀបចំយុទ្ធសាស្ត្រនិងការអនុវត្តនៅ KPI យ៉ាងណាដើម្បីបំវាស់វែងក្នុងការរៀបចំផែនការគ្រប់ផែនការធនធានមនុស្សរបស់យើងហើយទើបបងប្អូនសរសេរផែនការធនធានមនុស្សបាទបងប្អូនមើលកន្លែងមេរៀនទី2ទៅណាផែនការគ្រប់ផែនការយុទ្ធសាស្ត្រធនធានមនុស្សយើងត្រូវរៀបចំយ៉ាងម៉េចក្នុងមួយឆ្នាំរបស់យើងត្រូវការមនុស្សប្រមាណអ្នកក្នុងកម្រិតណាបញ្ញាបត្របច្ចុប្បន្នជាន់ខ្ពស់បច្ចុប្បន្នរងថ្នាក់បណ្ឌិតបတ်ពិសោធន៍ប្រមាណឆ្នាំសម្រាប់ manager សម្រាប់ថ្នាក់ director សម្រាប់ថ្នាក់ CEO សម្រាប់ថ្នាក់ president ឧទាហរណ៍ចឹង president បាច់រើសទេអានឹងតកែមានឧទាហរណ៍ចឹងបងរើស CEO MD GM បើសិនក្រុមហ៊ុនធំតាណាក្រុមហ៊ុនធំវាមាន CEO ក្រុមហ៊ុនជាក្រុមឧទាហរណ៍ CP Group ក្នុងក្រុមហ៊ុន CP Group វាមានក្រុមហ៊ុន4ក្រមប្រកបឧទាហរណ៍ណាបងប្អូនណាខ្ញុំអត់អាប់ដេតទេតែបងប្អូនជាបុគ្គលិក CP លោកគ្រូចាត់ថាខ្ញុំឧទាហរណ៍បាទ CP Group មាន4ក្រុមហ៊ុនមួយមាន GM 1អញ្ចឹង GM 4ហ្នឹងគ្រប់គ្រងដោយ MD 1ណានៅពីលើ MD គឺ CEO បាទព្រោះ CP Group អត់មានតកែទេនៅកម្ពុជាយើងនេះដូចជាក្រុមហ៊ុនសាធារណៈរបស់ថៃនិងក្រុមរបស់ថៃនោះនឹងរចនាសម្ព័ន្ធអញ្ចឹងបងប្អូនសរសេរដល់បងប្អូនមើលរចនាសម្ព័ន្ធបាទដូចខ្ញុំបទពិសោធន៍ច្រើនមានតែក្រុមហ៊ុនស៊ីម៉ុងដំរីទេតែខ្ញុំនៅរហូតដល់7ឆ្នាំកន្លះខ្ញុំដឹងរចនាសម្ព័ន្ធទាំងអស់បាទណាក្នុងនឹង22ប្រទេស55សាខាលើពិភពលោកសាខាតំណាងប្រទេសមួយគេគ្រប់ដល់ MD 1ណា MD 1 MD ប្រមាណអ្នកហ្នឹងស្រាប់ទៅក្រោម division manager មួយទៅវិញបងប្អូនអ្នកឆ្ងល់ចឹងតែ MD វាធំជាងគេស្រាប់ division manager ធំជាង MD ទៀតបាទចឹងបងប្អូនទៅមើលរចនាសម្ព័ន្ធបាទវាជាគ្រប់ division ប្រែថាប្រធានភូមិភាគបើយើងគិតមើលតាហ៊ានភូមិភាគមួយកាន់ប្រមាណខេត្តបងប្អូនគេណាបាទដល់ពេលប្រធានភូមិភាគប្រទេសកាន់10ប្រទេសអ្នកខ្លះកាន់5ប្រទេសអញ្ចឹងប្រទេសមួយគាត់ MD សម្រាប់ប្រទេសទេបើថាឋានៈដែលក្រុមហ៊ុនធំគាត់នៅក្រុម division គាត់ទៅ report ទៅ division manager បាទណាហើយ division ហ្នឹងធំមែនតើណាបាទធំមែនតើបាទហើយនៅលើ division គឺមានអីមាន vice president ណាបាទ vice president មានអីចឹងទៅ vice president ម្នាក់កាន់ប្រមាណដូចយើងឧបនាយករដ្ឋមន្ត្រីម្នាក់លោកកាន់ប្រមាណទេសរដ្ឋមន្ត្រីម្នាក់ត្រូវ cover ទៅលើរដ្ឋមន្ត្រីប្រមាណអ្នកចឹងណាបាទរដ្ឋមន្ត្រីម្នាក់ cover រដ្ឋលេខាធិការរដ្ឋលេខាធិការ cover អនុរដ្ឋលេខាធិការអញ្ចឹងពួកគាត់ត្រូវ cover ទៅលើអគ្គនាយកអគ្គនាយកមានអគ្គនាយកដ្ឋានហ្នឹងហើយហ្នឹងការងារមន្ត្រីរាជការអគ្គនាយក
បាទហើយអនុរដ្ឋការឡើងទៅគឺការងារនយោបាយណាអានឹងខ្ញុំដឹងខ្លះខ្លះហើយបងប្អូននិយាយខុសគុំមកកានេះព្រោះខ្ញុំនិយាយក្នុងចង់មេរៀនទេចង់បញ្យល់ពាក្យ manager នៅក្នុងក្រុមហ៊ុននឹងឯងបាទដូច្នេះត្រឡប់មកវិញដែលខ្ញុំនិយាយថាផែនការទុនធានមនុស្សនឹងយើងគិតតាំងពីសញ្ញាបត្រយើងគិតតាំងពីចំនួនមនុស្សអានឹងសញ្ញាបត្រហើយនឹងហៅលក្ខណៈសម្បត្តិតែត្រូវជ្រើសរើសអញ្ចឹងណាបាទឋានៈនេះឋានៈនេះឋានៈនេះអញ្ចឹងមួយឆ្នាំបងប្អូនរើសចូលប៉ុន្មានដងដេញចោលប៉ុន្មានដងដាក់ចូលរវត្តប្រមាណអានឹងបើហៅថាផែនការទុនធានមនុស្សបុគ្គលិកតាមច្បាប់55ឆ្នាំ60ឆ្នាំជ្រែកតាមច្បាប់សម័យមុនដូចមានដល់50ឆ្នាំទៀតណាដល់ឥឡូវយើងវិវត្តបងប្អូនតែចាំអាយុប្រហែលចូលវិវត្តឥឡូវ60ហ៎55ហ៎បាទ60តើយើងតណាពីអីប្រធាន60ឥឡូវហ៎បងប្អូនដល់ខ្ញុំមិនតែស្គាល់ទេខ្ញុំអត់ដឹងសូមជួយ share តិច55ឡើងទៅឬ60គ្រប់ទាំងអស់មានចម្លើយពី55ក៏60ផងស្ដាប់បានណាហើយយើងយកឥឡូវកុំបាច់យក9 60ទាំងអស់ហ៎55គ្រូ55គណៈដល់ឥឡូវទឹកនោមផ្អែមកើទៀតបែរឲ្យ60ខ្ញុំនិយាយនេះapply លេងមែនតែវាចូលក្នុងហ្នឹងបើថាជួយច្រើនដាក់ឲ្យចូលទៅវត្តមុនទៅឲ្យគាត់សុំចូលទៅវត្តទៅធ្វើការព្រមអញ្ចឹងអានឹងពេលបងប្អូនដឹងបងប្អូនត្រូវដាក់ចូលក្នុង planning ដែរបងប្អូនណាអានឹងបងប្អូនច្រាច់សរសេរខ្លួនឯងទៅអានឹងស្រេចតែសរសេរខ្លួនឯងទៅបាទតែនៅក្រុមហ៊ុនយើងដឹងដែរថាបុគ្គលិកធ្វើការលេងកើតហើយបងប្អូនមានសិទ្ធិមួយគឺដាក់ឲ្យ early retire មិនបញ្ចេញទេ early retire ដាក់ឲ្យគាត់ចូលនិវត្តន៍មុនទៅហើយយើងចាយវាទៅតាមច្បាប់នៃក្រសួងការងារទៅបាទបើបញ្ចេញតតែគេខុសមែនទេបើអត់ខុសផងហើយគាត់បញ្ចេញគាត់ចេញមិនដាក់ឲ្យគាត់ early retire ចូលនិវត្តន៍មុនអាយុដែលយើងផ្ដល់សំណងទូទាត់អ្វីអ្នកទៅនៅផ្លូវច្បាប់របស់ក្រសួងការងារបងប្អូនសរសេរអាសាញ់មិញនេះបងប្អូនត្រូវយោងសិភៅក្រសួងការងារផង reference បងប្អូនណាកុំភ្លេចណា reference យោងសិភៅមាត្រារបស់ក្រសួងការងារផងវាតេតិនទៅនឹងបងប្អូនសរសេររំលឹកទ្រឹស្ដីនឹងបញ្យលពាក្យតេតិនណាបងប្អូនណាអញ្ចឹងបងប្អូនសរសេរហ្នឹងបងប្អូនដាក់ផង citation នោះទៅហើយសម្រាប់ដាក់ក្នុង reference ក្រោយផងណាបាទក្រសួងការងារមាត្រាទីម៉ានបងប្អូនណាបាទបច្ចេកច្បាប់ហ្នឹងអញ្ចឹងជាងភាពសរសេររបស់សំទុះការសរសេររបស់បងប្អូនត្រូវធ្វើម៉េចទាញបន្ទុកឲ្យច្រើនហើយធ្វើម៉េចបងប្អូនខ្លាំងប្រកែបងប្អូនទៀមទាយល់ដឹងឲ្យបានទូលំទូលាយទៅសរសេរកិច្ចការនោះបានល្អបាទអញ្ចឹងខ្ញុំបង្ហើប human resource management planning តែប៉ុណ្្នឹងទេលោកគ្រូធ្វើតារាងទៅគ្រូសុំបន្ថែមទីគ្រូត្រង់ចំណុចហ្នឹងយើងអាចនិយាយរឿងប្រាក់វិវត្តរបស់កលិកបានទេគ្រូកន្លែងហ្នឹងបាទអាហ្នឹងកាលណាត planning plan តាំងពីលុយ plan តាំងបុគ្គលិក plan តាំង budget បងប្អូនណា plan បាទយល់ទេបាទចំនួនមនុស្ស budget ដែលត្រូវប្រើប្រាស់សម្រាប់បំរើឲ្យទុនធានមនុស្សដែលយើងត្រូវ planning នេះអញ្ចឹងទេយើងងាប់ក្រុមហ៊ុននឹងចាយងាប់បាទចាប់តនេះបងប្អូនអរគុណដែលសំណួរហ្នឹងណាមិនគ្រូបាននិយាយផងបាទប្រហែលអញ្ចឹងបងប្អូន plan លុយតិចទៅណាបាទកំណត់តែ plan លើចូលតែ plan លុយតែ plan ដកចេញក៏ plan លុយដែរដល់សំណងមិនបងប្អូនគិតទៅក្នុងការបញ្យល់នៅពេលដែលឡើង presentation អូខេទី3 job analysis បងប្អូនទៅមើលរៀនទៅទី3ឬមេរៀនទី2បញ្ជាក់គ្នាពីការដាក់នេះមុននោះមុនខ្ញុំច្រើនពេកទៅជាលេងចង់ចាំមេរៀនខ្លួនឯងរៀបបាទរៀនច្រើនមុខ50ទៅជាចង់60មុខវិជ្ជាហើយបាទដែលគេចេះនិយាយលេងថាខ្ញុំជំនាញដឹងមិនព្រោះគេហៅខ្ញុំអញ្ចឹងហើយខ្ញុំមិនដែលហៅខ្លួនឯងទេបាទ
បាទដល់ប៉ះក៏ចេះទៅរួចចឹងទៅហើយក្បាច់គុណក៏ចេះទៅរួចចឹងទៅកីឡាផ្សេងចេះទៅរួចចឹងទៅអូចង់ចេះអីទៅរៀនហ្នឹងពីក្មេងរៀន9ភាសាដល់ទៅឥឡូវសល់តែ4ភាសាទេអស់លេងហើយបាទមកទៅរួចទេអត់ទៅឥឡូវក៏ចាស់ណាស់ហើយក៏អ្នកនរគ្នាមើលអញ្ចឹងតែអាយុខ្ញុំច្រើនដូចមួយថ្នាក់នេះដូចអត់មានអ្នកបងខ្ញុំទេតែមានអ្នកមុខចាស់ជាងខ្ញុំឲ្យបានសាយទេបងប្អូនសូមទែងទោសហេងយើងបាទសូមទោសហ៊ានលេងតែអ្នកស្និទ្ធទេណាបាទខ្លាចអ្នកអត់ស្និទ្ធអត់យកចិត្តទុកប្រកាន់បាទគាត់ឧស្សាហ៍លេងស្និទ្ធទៅអាចចេះលេងយើងសិល្បៈខ្ញុំកើតតាំងពីឆ្នាំ1969បាទ69ចឹងឆ្លងកាត់ជើរបបណាហើយដែលខ្ញុំនៅមានកម្លាំងណាខ្ញុំអត់ផឹកទេបងប្អូនអាចយក model ខ្ញុំមួយបានប៉ុន្តែគេបងប្អូនធ្លាប់ផឹកហើយអត់បាននឹងធ្វើម៉េចប្រុសពីចិនផឹកបាទហើយបើខ្ញុំបើអត់មានបុណ្យខ្ញុំមិនដែលស្គាល់បញ្ញាមកតំណក់ទេអត់ទេបាទហើយមិនចូលចិត្តអាសាផឹកតិចថ្វឹងមួយដេកបាទវងតហតស្រាប់អនឡាញស៊ីវិភាគដើម្បីអីបងប្អូនមិញធ្វើផែនការធនធានមនុស្សមែនទេឧទាហរណ៍បងប្អូនត្រូវការ10នាក់បងប្អូនវិភាគមើលត្រូវការប្រុសស្រីអាយុម៉ានកម្រិត capacity អ្វីខ្លះដែលយកមកប្រើបងប្អូនមានបញ្ហាអីបានបងប្អូនត្រូវការ10នាក់ហ្នឹងឃើញទេឧទាហរណ៍បងប្អូនផែនការមិញចូលទៅវត្ត5នាក់ទិញចំមកនេះអត់ចប់ basic មកនេះត្រូវការថែមបរិសាការថ្មីមកនេះការងារនេះប្រភេទណាបានបងប្អូនវិភាគអញ្ចឹងការងារបង្រៀនមនុស្សឲ្យយើងអាប់ដេតទស្សនវិជ្ជានៃការងារយើងយល់ថាអូខ្ញុំត្រូវការរើស3តំណែងសិនវិភាគមករើស3តំណែងប្រុសស្រីហើយបើប្រុស CO ដែលត្រូវជិះតាមផ្លូវមិនយកស្រីទេបបាទេស្រីតវ៉ាមើងនិយាយខ្ញុំឯងស្រីសម័យថ្មីលោកគ្រូស្រី CO បងប្អូនជា culture ជាធម្មជាតិលក្ខខណ្ឌខ្លះវាមិនអំណោយសម្រាប់ស្ត្រីទេបាទណាហើយស្រីខ្លួនឯងមើលខ្លាច់ជុំស្បែកខ្លាយចង់ហត់ហ្នឹងងាកខាត់លេងាកខ្លាយតែសាច់ខ្មៅអញ្ចឹងមូលហេតុហ្នឹងបានស្រីមិនចូលចិត្តទៅធ្វើ CO ជិះម៉ូតូតាមផ្លូវត្រុកអញ្ចឹងណាបងប្អូនមើលគិតមើលอะไรហ្នឹងដឹងហើយបាទចូលសិនជាជួយអញ្ចឹងទៅអញ្ចឹងវិភាគមកថាបាច់រើសស្រីទេ CO តែបើសិនរើសអ្នកនៅកន្លែងណែរដ្ឋបាលចណីអីរើសស្រីត្រូវហើយរើសស្រីហ្នឹងអាយុប៉ុន្មានក្រោម40មិនបានយល់លើ40អាហ្នឹងតែប្រើកើតចង់និយាយចេះស្អីខឹងแล้วថ្ងៃសិបរីហ្វូនទៅទេស្អីប្តឹងឡើយអាយុខ្លះការងារខ្លះយើងយកក្មេងតែសារការងារនោះ active ហើយបើអ្នកដែលយើងចាស់តិចទៀតគាត់មានកូនតិចគាត់សុំច្បាប់កូនឈឺឃើញទេដីឈឺបាទដល់ពេលអាយុហ្នឹងលើសជា10បាទលើស្គាល់ហើយនៅរីក៏អាយុច្រើនតិចយើងទ្រាំជន់បរោះបាទលើស្គាល់ច្រើនណាតែចេះថាហ្មងយើងចាស់យើងប្រុសនោះផឹកសាហាវលើសសិទ្ធជាងស្អីទៀតបាទបើការងារ manager អានេះទៅឯងចំណាស់តិចណាអត់ទេទាំងប្រុសទាំងស្រីត្រូវការ manager គឺ35ឡើងបងប្អូនណា
35 30 35 40 và hay bữa là accounting officer những sai sắp cao tê là nó một tới bọn con chơi làm này cầm đất miên bắt sót rương bắt miên bọn sao để kẹt tông người thiện chẳng một tốt với đôi phải óc ca nghĩa thời chơi là mai lớp phải chơi vị trí với tôi chơi bullet time cứ computer cả này QuickBook Quick 3 anh nó cứ chia basic thế đọc bây giờ cho pra không kẹt ở đây miền là pra cam thi đâu na cam thi nạp xây tiếp tại bản thân con trẻ nó phải số bờ riêng sập trẻ con miền nạp nó cầm đất mindset tờ năng này và đó đôi mình dây lên người on Krishna riêng quả hạt chẳng bản thân gì bậc cô lớn thọp hạt ở tay con đó để hạt judo hạt ở ruột chứ mấy tôi chứ rốt bắt đó mà lướt ở con lam đấy lốt nà đó quốc chưa là nó chứ mà sao là thọp hạt judo hay ôi hạt học sinh mình để có rò nè cứ trong là judo đang có việc thoát từ đất tầng này chứ đôi bốc của lớp chân đài dân con mình thọp chết cam thi nâng hay mình chết cái này mình ấy thế ôi mặt hơi cả đấy ngọt hạt nuôi thế bong bong đây bong bong để mà nói chúng mình ở mà hơi cả đấy ở đây tôi ta chứ vay đại cả xa nó chưa bạn thôi trời vay để invoice nó vay thôi ngọt mê chê luôn đó ở thua vay giá chi chia mê cài lô thì trước là xong bye bye rồi dài chứ cài phía bao nhiêu như thể cân trang đỏ tiếp vô mà coi cài phía dương chập đầm recruitment and selection ca proca chưa được nâng ca chưa được vì nó phải chân ở trong sự đọc ca proca chưa được dươngត្រូវធ្វើអីខ្លះដើម្បីប្រកាសត្រូវសរសេរ job announcement ឬក៏ job posting ណាយកមកហើយនៅក្នុងការសរសេរ job announcement ត្រូវសរសេរសំខាន់ក្នុងគោលបំណងនៃការធ្វើ recruitment ដើម្បីទាក់ទាញបុគ្គលិកដែលមានសក្តានុពលឲ្យចង់ចូលរួមជាមួយនឹងស្ថាប័នគោលគំនិតនៃការធ្វើ recruitment គឺចឹងគឺតាក់ទាញបុគ្គលិកសំទោសបេក្ខជនដែលមានសក្តានុពលពីណាពីណីមកមិនដឹងទេឲ្យចង់ចូលរួមជាមួយនឹងអង្គភាពគោលគំនិតធ្វើ recruitment គឺចឹងហើយអ្វីដែលយើងចង់ឲ្យចូលរួមជាមួយអង្គភាពដោយសារតែយើងវិភាគទៅវាខ្វះបុគ្គលិកហើយវាត្រូវនឹងផែនការធនធានមនុស្សរបស់យើងតែត្រូវការបុគ្គលិកដូច្នេះយើងត្រូវសរសេរឲ្យបានល្អបើយើងរើស3តំណែងត្រូវសរសេរ3តំណែងមិនអាចសរសេរតែមួយដូចគ្នាមកផុសយក3តំណែងហ្នឹងងាប់ Sale ត្រូវសរសេរ job description និង requirement តាក់ទងនឹង sale accounting ត្រូវសរសេរ job description និង job specification ឲ្យត្រូវនឹង accounting ផ្នែកអីសរសេរឲ្យត្រូវនឹងផ្នែកហ្នឹងបាទតើបងប្អូនយកទៅផុសឲ្យមិនសកតតិចបើសិនបងប្អូនជួលកសែតថ្មីកម្ពុជាផុសឬបុគ្គលិកបងប្អូនបងប្អូនត្រូវមាន job description និង job requirement ឲ្យនៅជាមួយគ្នាពីព្រោះចំណុចខ្លះវាដូចគ្នាឧទាហរណ៍ថាទាមទារអ្នកចប់ជាប័ណ្ណសកលវិទ្យាល័យឡើងទៅអាហ្នឹងវារួមគ្នាប៉ុន្តែបើ accounting ត្រូវចប់ accounting sale marketing ត្រូវចប់ sale marketing ឬ management នឹងអ្វីដែលមានតម្លៃស្មើបងប្អូនដាក់លេខ1ឬលេខ3បងប្អូនមានភាពស្លាប់ទៅហ្នឹងតិចទៀតដល់ពេលខ្ញុំចូលមេរៀនបងប្អូនត្រូវឲ្យសាកល្បងធ្វើមួយខ្ញុំចាប់ដើមដើម្បីសំលុយហោះតែមួយទេតែ cover ទៅលើ3បាទខ្ញុំធ្លាប់សរសេរចប់announcement 5តំណែងខ្ញុំហោះតែមួយតែឲ្យ link មើលតែមួយហ្នឹងគឺឃើញរើស5តំណែងបាទនេះហើយគឺរបៀបសរសេរចប់ announcement ប៉ុន្តែដើម្បីតាក់ទាញអ្នកដែលមានសក្តានុពលពិតប្រាកដឲ្យចង់ចូលរួមបងប្អូនត្រូវរំលឹកថាក្រុមហ៊ុនរបស់បងប្អូនជាអីក្រុមហ៊ុនប្រភេទណាបទពិសោធន៍ប្រមាណឆ្នាំហើយបានកំពុងតែប្រតិបត្តិការនៅឡើយក្រុមហ៊ុនខ្លះសរសេរមកទៅងោលមក
Trong trong tiện tin bốc lớp tầm khăn cái anh tại miền bật sót sắc ở trong châu room cho mua chứ cái đắp máu thì mưa máu trong anh đầu thế đừng công hôn dậy bỏ chạy mắc công hôn dược sống tất cả bốc lớp trong pi phết đối chẳng cao cả đấy nó lên sao xong bây giờ website cho mặt đạn Facebook thấy cầm đạn phố khu này ban này công hôn nó bạch cho đạn này mà mà dương thử đánh hát thử sẽ chọn giao tha company summary ឬក៏ company background summary បន្តិចទៅពីលើទើបចេញមកនេះត្រូវការបុគ្គលិកប្រាក់ខែដាក់ឲ្យគេមើលក៏ដាក់ទៅយើងដាក់ពីចន្លោះប្រហែលទៅចន្លោះប្រហែលទៅឲ្យគេទេសួរដល់7អាខ្លះគ្នាខំមកដាក់ស្រាប់ដល់មកថ្ងៃសុភាប្រាក់ខែប៉ុណ្នេះងាប់ហើយអារូប500មកទ្វានេះ200បងប្អូនខាតពេលទាំងគ្នាខាតពេលយើងសុភាមែនទេអញ្ចឹងសម័យលើដាក់ទៅ show ទៅបាទយងលួចធ្វើចោះធ្វើឡើងអាមេនេះចូលក្នុងកុំព្យូទ័រមើលធំអានេះលួចក្បត់អញដែរអាស្អីលួចក្បត់ដាក់នេះទៅចិត្តដល់បូននៅtrongឆ្នាំហើយអត់ហើយប្រាប់ហើយដឹងតែអត់កុំភ្លេចណាធ្វើកុំព្យូទ័រនៅក្នុងរបស់ក្រុមហ៊ុនគេចូលមើលរបស់យើងបាទណាគឺត network អញ្ចឹងហ៎គេចូលមើលថាយើងអង្គុយធ្វើអីអូអានឹងពងអូអត់ចំដល់ស្មើកំពុង Voice TV អត់បតើបងប្អូនណាខ្ញុំស្រាប់ប្រាប់ធ្វើការទៅចេះអត់ការធ្វើទៅធ្វើក្នុងហ្នឹងបាទឥឡូវប្រើមិនបាច់ទេកុំព្យូទ័រយើងក៏ដោយទៅប្រើតែ Wi-Fi ព្រោះមានពីចូលមើលណា Wi-Fi ហ្នឹងក៏ចូលមើលបាច់ណា IT ខ្លាំងណាចូលមើលឃើញយើងកំពុងធ្វើអីពេញបុកធ្វើឲ្យកំពុងវាយចំដល់សម្បត្តិអីចំទៅកំពុងវាយ CV ផ្លាយទៅក្នុងណាហើយអត់ការធ្វើអ៊ីមែលក្រុមហ៊ុនផ្សេងទៅទៀតតែខ្លះផ្លត់ស្នៀតកំពុងបង្កើតគំនិតក្បត់ក្រុមហ៊ុនbonus ក៏អត់ស្អីក៏អត់អីក៏អត់បាទគេអត់មាត់ទេគេ copy ទុកឲ្យស្រេចយើងកំពុងធ្វើអីអូខេហ្នឹងនិយាយលេងក្រៅបាទអូខេងាកត្រង់វិញ recruitment គឺសំខាន់ផុត job description ស្អាតត្រូវដើម្បីឲ្យគេអានមកគេចង់ដាក់ពីហើយលក្ខណៈសម្បត្តិសំខាន់ណាស់បងប្អូនម្ចាស់រើសបានមកតែមនុស្សអត់ត្រូវហើយមកទៅពីខាត់ពេលអត់បានមនុស្សម្នាក់លិចអញ្ចឹងទៅសេ job specification ឬហៅថា job requirement ឲ្យបានត្រឹមត្រូវនៅក្នុងហ្នឹងបាទអញ្ចឹងបងប្អូនតាក់តែងទៅសេនោះបងប្អូនទៅសេ job description ទៅសេចំណុចសំខាន់ខាងនេះបងប្អូនដាក់ apply ដាក់ job description 1 2 3មកឃើញទេហើយ job qualification ឬ job requirement ឬក៏ job specification តែគេបកប្រែធម្មតាហៅថាចេះថាប្រភេទការងារតែពិតលក្ខណៈសម្បត្តិដែលត្រូវជ្រើសរើសដាក់ពាក្យចឹងទៅស្រួលស្ដាប់បាទរឿងយុទ្ធសាស្ត្ររើសខាងក្នុងឬខាងក្រៅបងប្អូនសេខ្លួនដែរបាទក្រុមហ៊ុនខ្ញុំរើសថាខាងក្នុងទេឧស្សាហកម្មក្រុមហ៊ុនខ្ញុំអត់មានពេលរើសក្នុងទេឬក្រៅឬក្រុមហ៊ុនខ្ញុំរើសទាំងពីរប្រភេទបាទដូចអ្នកទៅ research ចឹងណាធ្វើតាមបរិមាណវិស័យតាមគុណភាពវិស័យនិងតាមចម្រុះវិធីសាស្ត្រស្រាវជ្រាវមាន3តិចឆ្លើយតែ2ខគ្រូមានតែ2ហ្នឹងតាតាមបរិមាណវិស័យគុណភាពវិស័យនិងចម្រុះគេប្រើ2ហ្នឹងបញ្ចូលគ្នាដាច់ខាតមានតែ2បាទព្រោះអ្នកខ្លះគាត់ប្រើតែគុណបរិមាណវិស័យអ្នកខ្លះគាត់ប្រើគុណភាពវិស័យឃើញទេតែរឿងខ្លះប្រើទាំងពីរបរិមាណវិស័យផងគុណភាពវិស័យផងបាទទាំងពីរការចម្រុះបាទណាចម្រុះគ្រូតាមអត់តន់កន្លែងមិញគ្រូជួយបកស្រាយម្ដងទៀតមើលគ្រូកន្លែងណាបងប្អូនកន្លែងគ្រូនិយាយបានចុងក្រោយនេះគ្រូបាទ recruitment នៅក្នុងទស្សនវិជ្ជារបស់យើងវិធីសាស្ត្រ recruitment គឺមាន2ខាងក្នុងនិងឬខាងក្រៅបាទហើយគោលបំណង recruitment គឺដើម្បីទាក់ទាញបេក្ខជនដែលមានសក្តានុពលឲ្យចង់ចូលរួមជាមួយនឹងអង្គភាពយើងណាអញ្ចឹងដើម្បីធ្វើ recruitment ទោះខាងក្រៅក៏ដោយខាងក្នុងក៏ដោយដាច់ខាតត្រូវតែសេ job announcement ខុសផ្ទៃក្នុងខាងក្រៅ
ឲ្យគេផុសឲ្យឬផុសខ្លួនឯងឲ្យគេផុសឲ្យដល់យើងជួអាចិនស៊ីបើយើងរើសខ្លួនឯងយើងផុសខ្លួនឯងទៅយើងជួកសែតជួក៏ទស្សនាវដ្តីឬក៏សរសេរផ្លាកនៅមុខក្រុមហ៊ុនយើងក៏សរសេរទៅណាអានឹងបន្ថែមបាទហើយគោលបំណងនៃការធ្វើនេះដើម្បីតាក់ទាញអ្នកសំខាន់ឲ្យចង់ចូលរួមហើយអញ្ចឹងដើម្បីសរសេរបាន job recruitment ដែលមាន3សំខាន់ទី1ឲ្យមានគេហៅថា company summary profile ប្រវត្តិក្រុមហ៊ុនយើងបន្តិចដើម្បីគេអានមកគេដឹងថាក្រុមហ៊ុនយើងធ្វើអីឧទាហរណ៍ក្រុមហ៊ុនរបស់យើងលក់គ្រឿងអគ្គិសនីទាំងបាយបងប្អូនមិនសេនោះបាទក្រុមអ្នកកាន់ specialist លក់បេតុងបលាតិចណូយករៀនសំណងយកមកធ្វើអានេះគាត់ feel ខុសគ្នាគាត់ខ្ជិលឃើញទេអញ្ចឹងបើសិនយើងដាក់ក្រុមហ៊ុនលក់សម្ភារៈអគ្គិសនីទាំងបាយវាអាចបានពីបុគ្គលិកដែលកំពុងធ្វើការនៅគូប្រជែងរបស់យើងផ្នែកហ្នឹងគឺចង់ចូលអញ្ចឹងមកដល់មាន concept ស្រាប់គ្រូបញ្យល់ឃើញទេគោលបំណងយើងដាក់បង្ហាញអញ្ចឹងបុគ្គលិកខ្លះគាត់កំពុងធ្វើការនៅគេគាត់ចង់ resign ពីគេមកទៅរកក្រុមហ៊ុនដែលល្អជាងមុនបើយើងទៅសេទៅក្រុមហ៊ុនរបស់យើងបង្ហាញប្រវត្តិកើត30ជាងឆ្នាំហើយឥឡូវនេះកំពុងតែនៅបាននេះថាជាក្រុមហ៊ុនដែល long term បាទបើសិនជាក្រុមហ៊ុននឹងមិន long term មិនរីកចម្រើនអត់បានឈរជើង30ជាងឆ្នាំទេទៅតាំងពីព្រេងងាយបាត់ហើយអញ្ចឹងបានចង់ឲ្យអ្នក show ហ្នឹងតិចហើយបានសរសេរ job description និង job specification 3នេះសំខាន់បន្ទាប់មកបានយើងដាក់ទៅ contact យកដាក់នៅណា link តាម link ឲ្យបំពេញពាក្យនៅក្នុងហ្នឹងបាច់ឲ្យគេមកតាម AI ឬតាម digital ទេឧទាហរណ៍ចឹងឃើញទេជាលាក់ Google link ទៅលាក់ឲ្យគេចឹងទៅបើសិនយើងផុសទៅតាម website របស់យើងបាទឃើញទេឬក៏ឲ្យគេយកដាក់ពាក្យផ្ទាល់វាអាស្រ័យលើចរិតរបស់យើងយុទ្ធសាស្ត្ររបស់យើងចង់ឲ្យគេមកដាក់ពាក្យផ្ទាល់ឲ្យបំពេញ CV នៅនឹងមួយទៀតបំពេញវត្តរូបអានឹងរឿងយើងគេហៅថា application form ពាក្យបំពេញសម្រាប់ដាក់ពាក្យសុំធ្វើការងារ CV រឿង CV តែមកដល់ពេលដាក់ពាក្យត្រូវបំពេញ application form មួយទៀតអានឹងយុទ្ធសាស្ត្ររបស់យើងបងប្អូនសរសេរទៅបាទខ្ញុំអត់ដឹងទេស្រាប់តែចរិតក្រុមហ៊ុនរបស់យើងបើខ្ញុំវិញ no need to apply by email ខ្ញុំអត់ចូលចិត្តអ្នក apply តាម email ទេលោកគ្រូអត់ដើរតាមសម័យបច្ចេកវិទ្យាសិតតែមានរបួសមានបទពិសោធន៍អ្នកខ្លះផ្ញើតាម email មក Telegram មកអត់មានរូបថតទេបងប្អូនអត់មានរូបថតអត់មាន link ព្រោះសញ្ញាបត្រខ្លះវិញ្ញាបត្រខ្លះមានរូបថតហើយមកដល់សល់ខ្មៅព្រិចមើលមុខឃើញណាអញ្ចឹងហើយជាបទពិសោធន៍របស់ខ្ញុំគឺខ្ញុំអត់ចូលចិត្តខ្ញុំចង់ឲ្យបុគ្គលិកហ្នឹងមកដាក់ពាក្យផ្ទាល់ចុះលោកគ្រូគ្នារកបាត់ដំបងនៅពុយប៉ែបើមកប៉ុណ្្នឹងមិនបានគុំមកធ្វើការជិះមកប៉ុណ្្នឹងបានគុំមកបាទណាអានេះអារម្មណ៍របស់ខ្ញុំអញ្ចឹងណាអារម្មណ៍ខុសគ្នាអញ្ចឹងយុទ្ធសាស្ត្ររបស់បងប្អូនសរសេរហ្នឹងវាអាស្រ័យលើអារម្មណ៍របស់ CEO ហ្នឹងមូលហេតុមួយទៀតច្រើនសញ្ញាបត្រคล้ายPhotoshop កាត់តបិទរូបថតខ្លួនឯងចូលទៅហើយបងប្អូនទៅយកញាក់សញ្ញាបត្រคล้ายយកមកមិនបាទអញ្ចឹងខ្ញុំទាមទារយកមកដាក់សញ្ញាបត្រសំខាន់វិញ្ញាបនបត្រតូចហ្នឹងវាមិនអីទេសំខាន់សញ្ញាពាក្យថាសញ្ញាបត្រគឺបញ្ញាបត្ររងបញ្ញាបត្រ Master និង PhD អាហ្នឹងហៅសញ្ញាបត្រឃើញទេបាទអាខ្លីៗហ្នឹងវិញ្ញាបនបត្រអញ្ចឹងសញ្ញាបត្រត្រូវតែប្រថាប់ប្រើដោយច្រកចេញចូលតែមួយអនុបណ្ឌិតនិងបណ្ឌិតសំទោសអនុបណ្ឌិតគឺសាលាក្រុងសាលាខេត្តបានអត់អាចសាលាខណ្ឌបានទេបាទសាលាខណ្ឌក៏គេទទួលយើងឲ្យលុយគេស្លឹកតែទៅគេយកទៅសាលាខេត្តនិងសាលាក្រុងត្រែលទេណាប្រថាប់ប្រើអត់មានចេះវិខានទេបញ្ញបត្រជាប់ក្រោមអានឹងខាត់បាទដល់បណ្ឌិតបច្ចេកសាស្ត្រមូលពីក្រសួងទៀតអ្នកខ្លះបណ្ឌិតអនឡាញមកលុះមកពីគេទៅបច្ចេកក្រសួងអត់ទទួលស្គាល់ជុំនៅនោះទៅរៀនអស់លុយហើយមកមានណាបងប្អូនណា
បណ្ឌិត online ចំនួនអត់មានទៅក្រសួងឆែកអត់មានលីងមានខ្លះសាលាបរទេសខ្លះខូចដែរយកលុយយើងស្រួលឆាប់ជាប់ហើយគេហៅឯកឧត្តមបណ្ឌិតបាទពេញនឹងទៅបាទព្រៀបពេញនឹងទាំងអស់អញ្ចឹងក្រសួងលេងមកក្បាច់មកយកមកកណោរត់មករៀនមកកណោសិស្សបណ្ឌិតហើយរត់មករៀនមកកណោទឹកអត់ជួស្គាល់អញ្ចឹងក្រសួងធ្វើអញ្ចឹងល្អដើម្បីរកពិតប្រកបបើអត់ទេជនឆក់ឱកាសនិយមពេញនឹងអស់បាទនឹងដោយពួកបកប្រាអនឡាញបាទអូខេតែនេះអារម្មណ៍ខ្ញុំទៀមទីអញ្ចឹងសូម្បីតែបន្ទុកបងប្អូនស្គរបន្ទុកយើងរៀនខ្ញុំទៀមទីអានឹងទៀតបាទអញ្ចឹងបាទជីវៈខ្លះលេងកាត់ត Photoshop ម៉ែដាក់សិតអេបងប្អូនណាអញ្ចឹងអ្វីដែលខ្ញុំត្រូវការសំខាន់វិញ្ញាបត្រសញ្ញាបត្រហើយប្រថាប់ត្រាបាត់យោបាទ CV របស់យើងវាធម្មតាយើងធ្វើខ្លួនឯងភូមិមិនដឹងចាំពីសភាបាទហើយ recommendation ខ្លះហ្នឹងកាត់ត Photoshop ដែរអញ្ចឹងមិនទៀមទាហៅមកសភានឹងប្រឡងផ្ទាល់ណាដើម្បី make sure បាទហើយត្រូវមានមួយទៀតលិខិតកោតទោសទៀមទាលិខិតកោតទោសមួយទៀតអត់មានអត់យកធ្លាក់ឆត់លីសលំបាទឃើញទេបាទកោតទោសណាអាហ្នឹងចរិតខ្ញុំអញ្ចឹងទាំងអស់នេះខ្ញុំ share ចែកម្លែកដើម្បីបងប្អូនសរសេរស្រាចិត្តបងប្អូនហើយយុទ្ធសាស្ត្រក្រុមហ៊ុនខ្ញុំចេះដើម្បីបង្កភាពងាយស្រួលឲ្យពិបាកចាំសភាជាប់ហើយសូមយកមកឲ្យមើលឃើញទេបើឲ្យមើលហើយคล้ายទទួល complete application form ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានកន្លែងហ្នឹងបាទអាហ្នឹងបើអត់មានការអីអត់ប៉ះពាល់គេឈិនឆៃទៅតែបើសិនជាមានប៉ះពាល់អីថ្ងៃក្រោយក្បត់ទំនុកចិត្តស្អីហើយគេចាប់ដើមសាររឿងមកទោសជាន់ទោស 2-3 តងអាហ្នឹងពីបងអូខេបាទអញ្ចឹង recruitment បងប្អូនស្ដាប់បានដែរណា recruitment ស្ដាប់បានហើយហ្នឹងណាហ្នឹងលក្ខខណ្ឌសរសេរនៅក្នុងនោះjob specification នោះបងប្អូនសរសេរទៅបាទដល់ពេល selection បាទជំរាបសួរលោកគ្រូចង់ឲ្យលោកគ្រូបញ្ជាក់បន្តិចមិញលោកគ្រូថា recruitment ហ្នឹងមាន3អញ្ចឹងមួយហ្នឹងគឺប្រវត្តិរបស់ក្រុមហ៊ុនអញ្ចឹងទី2ហើយទី3 job description បន្ថែមបន្តិចបរិយាយពីការងារទី3 job specification ហៅថាលក្ខខណ្ឌតម្រូវឬបេក្ខជនដែលអាចបានដាក់ពាក្យបានត្រូវចប់សញ្ញាបត្រនេះចេះនិយាយភាសានោះចេះប្រើប្រាស់កម្មវិធីនេះណាមានសមត្ថភាពអីខ្លះបាទហើយនេះសំខាន់បងប្អូនណាអូខេបន្ទាប់មកយើងពេលដាក់ពាក្យមកយើងរើស selection រើសយ៉ាងម៉េចបាទណាពាក្យថារើសហ្នឹងគឺធ្វើក្រោយ short list ហើយrecruitment វាបូកមួយ short list បងប្អូនណា recruitment មកយើងចាប់ដើម short list ហើយបានចាប់ដើម selection បុគ្គលិកមកសម្ភាស selection គឺចាប់ដើមយកពីសម្ភាសទៅសម្ភាសតង់ទី1ឬទី2ទី3ទី4ទី5ប៉ុន្តែជាទូទៅមានតង់ទី2ទី3តង់ទី1ច្រើនថាកម្មករធម្មតានេះធ្វើការដោយកម្លាំងតែបើសិនយើងសំខាន់នេះវាច្រើនអត់មានមួយតង់ទេបងប្អូនធ្លាប់ឆ្លងកាត់ហ្នឹងណាពីតង់យ៉ាងតិចហើយបើថ្នាក់ manager វិញធំក្រុមហ៊ុនធំមិនមែន2ទេបងប្អូនមាន15មកធ្លាប់សម្ភាសតាមទូរស័ព្ទសម្ភាសតាម Messenger តាម Skype មានអស់លីងបាទណានឹងចុងក្រោយសម្ភាសផ្ទាល់បាទអញ្ចឹងបងប្អូនសរសេរខ្លួនឯងសម្ភាសហ្នឹងគិតយ៉ាងម៉េចបើយុទ្ធសាស្ត្រនៃការសម្ភាសត្រូវមាន KPI ក្នុងការសម្ភាសបងប្អូនស្ដាប់អត់តាន់មាន KPI ក្នុងការសម្ភាសមិនចាសម្ភាសមើលស្អាតជាប់ងាប់ហើយអានេះសង្ហាចំតកែស្រីវិញសង្ហាគេខ្លាយទៅជាប្រុសស្នេហ៍អញអានឹងមានសង្គមពិតខ្ញុំត្រូវតែនិយាយពីពួកមនុស្សខ្លះវាយតម្លៃគេយកអានឹងគ្នាមិនសូវស្អាតអត់ជាប់តកែយ៉ាងណាក៏អត់ជាប់ងាប់អានឹងស្អាតចិត្ត
បើសិនរើសលេខាវិញគឺពេលច្រើនយកស្អាតតិចអញ្ចឹងរើស receptionist អីហ្នឹងពួកអ្នកដែលទទួលភ្ញៀវផ្ទាល់ក៏រើសរៀងបានមុខបានសម្បុរបានសំឡេងបានទៀតណាជាពិសេសអ្នកនិយាយតាមទូរស័ព្ទឬអ្នកសំឡេងព្រោះដូចវិធីកវិជាអញ្ចឹងណាសំទោសដូចវិជាអញ្ចឹងបាទអាហ្នឹងបងប្អូនសេទៅចាចិត្តបាទណាពួកការងារខ្លះតម្រូវរូបសម្បត្តិការងារខ្លះតម្រូវរូបសម្បត្តិល្មមតែត្រូវទាំងអស់ជាពិសេស manager នោះ manager ធំឡើងរស់ស្អាតងាប់ហើយព្រោះថាស្អាតអត់ចេះធ្វើការបាទរើសឡើងលុកអាគ្រឿងប្រឡាក់វិញរើសស្អាតហ្នឹងនៅមិនបានយូរទេប្រឡាក់ខ្លួនទៅបាត់lâuហើយបាទអញ្ចឹងយុទ្ធសាស្ត្រនេះបងប្អូនដាក់ខ្លួនឯងទៅបាទខ្ញុំគាត់បើហើបទី5 training and development យុទ្ធសាស្ត្របណ្ដុះបណ្ដាលយុទ្ធសាស្ត្របណ្ដុះបណ្ដាលនិងការវត្តបងប្អូនសេទៅបណ្ដុះខ្លួនឯង internal training ឬ external training external training គឺបញ្ជូនទៅសាលាបណ្ដុះបណ្ដាលណាឬក៏បញ្ជូនទៅដៃគូរោងចក្រឧទាហរណ៍បងប្អូនទិញគ្រឿងផ្ទះបាយពីថៃបងប្អូនជាមួយធំបងប្អូនមកខាតច្បាស់ជា supplier ហ្នឹងគឺមានអាកម្មវិធីយុទ្ធសាស្ត្រហ្នឹងជាមួយមួយហើយជើញបុគ្គលិករបស់មួយទៅ train នៅរោងចក្ររបស់គេដើម្បីមាន idea យកមកនៅក្នុងការធ្វើកិច្ចការឲ្យក្រុមហ៊ុនដែរឃើញទេចឹងអានឹងស្ថិតក្នុងយុទ្ធសាស្ត្រ training អំពីអីបងប្អូនទៅដាក់ផង product knowledge communication សំខាន់ពីរនេះហើយអំពីសាងអា spirit ដូចខ្ញុំបញ្ជាក់សប្តាហ៍មុនទី1នោះគឺទ្រឹស្ដីរបស់ Pareto បាទ Pareto នេះគឺ20 ទល់នឹង 80 20 ទល់ 80 នេះសំខាន់ណាអា80ជោគជ័យពី20ទ្រឹស្ដីនោះមានអីចឹងណាបាទបើប្រើប្រាស់ត្រឹមតែ communication product knowledge ញៀវដើរចូលមកដើរចេញទៅវិញទៅមិនដឹងទៅបាត់សង្កេតឃើញបុគ្គលិកក្រុមហ៊ុនភ្នាក់លុកជាច្រើនគឺមានអីកាបត់បែបនេះបាទដូច្នេះគេរកឃើញថ្មីមក Pareto ដែលគេសាប់ share ក្នុង Harvard ខ្លាំងណាស់អានឹងសំខាន់ទ្រឹស្ដីនេះធ្វើឲ្យបុគ្គលិកហ្នឹងត្រូវយក mission មកដាក់លើនេះយកកាតព្វកិច្ចមកដាក់លើក្បាលក្នុងបេះដូងនេះដង្ហើមចេញចូលនោះបាទណាគេដើរចេញទៅត្រូវមានអីដាក់ស្នែគេកុំឲ្យទៅបាត់ទៅមែនទុកទៅកំពុងនៅថ្ងៃក្រោយមកវិញទៀតនេះអាហ្នឹងនេះកន្លែងហ្នឹងដែលទ្រឹស្ដី Pareto គេយក trend ឃើញទេបាទ trend បុគ្គលិកឲ្យចេះស្រឡាញ់ក្រុមហ៊ុនបាទចាត់ទុកក្រុមហ៊ុនជាកន្លែងរបស់ខ្លួនទ្រឹស្ដីនេះមាននៅក្នុងទ្រឹស្ដី management មួយអំពីតួនាទីរបស់សហគ្រិនតួនាទីរបស់សហគ្រិនសំទោសតួនាទីរបស់ manager ទី1គឺសហគ្រិនខ្លួនឯងទីប្រខែមែនតែក្រុមហ៊ុននេះរបស់ខ្លួនឯងចាត់ទុកចឹងបាទហើយសហគ្រិននេះត្រូវ manager ត្រូវមកប្រដបដាបុគ្គលិកនេះអាសាងផ្នត់កំណត់ទស្សនៈគេហៅថាមនោគមវិជ្ជានេះសំខាន់ណាស់បងប្អូនមើលមនោសង្គមវិជ្ជានយោបាយវិញអ្នកខ្លះសុខចិត្តស្លាប់ខ្លួនដើម្បីមេរបស់ខ្លួនបាទមនោគមវិជ្ជានេះអានេះហើយគឺសាងមនោគមវិជ្ជាឲ្យបុគ្គលិកឆ្លាញ់កិច្ចការរបស់ខ្លួននេះគឺជាចំណុចជោគជ័យបាទអញ្ចឹងបងប្អូនសរសេរទៅយុទ្ធសាស្ត្រ training ពីអីខ្លះណាខ្ញុំបង្ហើបអត់ប៉ុណ្ណឹងបាទកណាគាត់ប្រកែគាត់ធ្វើកិច្ចការបានល្អ development បាទណា develop បាទ achievement ក្រុមហ៊ុនបានរហូតណារាល់កិច្ចការផ្សេងមិនសិលប្រឡាយអត់មានណាចាំអង្គុយជេរអង្គុយថាបុគ្គលិកនោះគាត់ចេះស្វ័យគេហៅថាចេះ dependent management គ្រប់គ្រងឯករាជ្យភាពខ្លួនឯងគ្រប់គ្រងឯករាជ្យភាពខ្លួនឯងគឺមនុស្សហ្នឹងចេះដឹងថាខ្លួនទីទៅធ្វើអីខ្លះថាម្ដងពីរដងក៏ដឹង
còn này khác tha mà cái chúc tha là hốt bóp năm nó chế là hốt nó là hoặc về pet cầm hôn đã chụp lên đến ở retire rồi có mà early retire fire món đó và chốt tới chứ bong chừng nuôi chết ai con tới một con ở bên khói còn thưa cam cao tới ai tranh món nó tao bao thú đó dốt nè bạc cây muối mông thưa ca đâu bong nuôi có đây khai đâu có tơ bạc không huấn cứ chăng ông bôn mệt ao ca so pro thô mà ra còn trong ca cục rong sờ pạ dương miên nồi chơi thằng nào không nên té ớt miên hôi cục ra thế ớt miên từ miên prum đen rồi đó tí từ mươi performance management nè ca cục rong sẽ cam kiếp anh vọt robot bốc lực tiếng dương miên rất là xa giang mách tầm bay cục rong performance bảo quản tam giácของตุน rule តាមរយៈដាក់ចេញនៅ policy នៃ motivation មួយចំនួនសំទោសដាក់ចេញនៅ policy មួយចំនួនទៀតដើម្បីអមគាត់ឲ្យធ្វើការបាទត្រូវមានរបៀបរៀបចំ report យ៉ាងម៉េចបងប្អូនណាត្រូវ save ណា for report ណាថ្លៃគាត់ដោយរបៀបណាខ្លះ performance management វាតម្លៃយ៉ាងម៉េចខ្លះនៅក្នុងហ្នឹងបងយុទ្ធសាស្ត្រដាក់ខ្លួនឯងមកហើយបានទី8ត្រៀមផ្លូវច្បាប់ HR compliance and legal aspect បាទណាការគ្រប់គ្រងធនធានរបស់យើងត្រូវអនុលោមទៅតាមច្បាប់នៃក្រសួងកាងារមិនអាចប្រាជ្ញាពីច្បាប់បានទេបងប្អូនទៅបានក្រុមហ៊ុននៅស្រុកគេក៏ត្រូវអនុលោមតាមច្បាប់ស្រុកគេមិនអាចយកស្រុកច្បាប់ស្រុកខ្មែរទៅអនុវត្តនៅនោះបានទេណាអញ្ចឹងក្រុមហ៊ុនគេមកបើនៅស្រុកខ្មែរត្រូវអនុលោមតាមច្បាប់ស្រុកខ្មែរអញ្ចឹងបងប្អូនដែលកាន់ HR ណាជួយកាប់ចេះបិទភ្នែកណាដោយសារតែខ្លាចរបបតំណែងខ្លាចមេសិនស្រឡាញ់អត់ជើខ្វល់ពីបុគ្គលិកជាច្រើននៅក្នុងនឹងចឹងមានកាយគេជិះជាន់យើងខ្មែរនៅក្នុងនឹងបុគ្គលិកទទួលអធិធម៌យើងបានតែខ្លួនឯងដូច្នេះខ្ញុំទាមទារអ្នកនរគ្នាទៅសេមិន apply ទៅច្បាប់របស់ក្រសួងកាងាររបស់យើងបាទព្រោះគាត់ជាសេនាធិការគេដាក់សេនាគេឲ្យបកសគេឲ្យនៅរៀបឃើញទេបងចេះសម្រាប់មកចូលមកណាធ្វើមិនឲ្យមានកូនមនុស្សណាចុះប្រសម្រាប់មាតុភាពហ្មងតើប្រពន្ធឆ្លងទលេគាត់មានសិទ្ធិសម្រាប់បានហើយឲ្យប្រពន្ធគ្នាឆ្លងទលេឯងមកធ្វើការហើយអត់ទៅគេមានច្បាប់ការងារត្រូវដកប្រាក់ខែពន្ធបាន%អញ្ចឹងណាមែនទេដកប្រាក់ខែបាន%ប្រាក់ខែប្រមាណទៅជាប់ពន្ធនេះបងប្អូនទៅសេនោះអស់តាប់តនេះកន្លែងហ្នឹងបងប្អូនអនឡាញអត់រំតាមច្បាប់បាត់តាំងពីនេះរៀបបុគ្គលិកមានគ្រោះថ្នាក់ต้องមកបំពេញការងារត្រូវមានអីបសសក្រុមហ៊ុនខ្លះមិនមែនผมបសសទេទិញ insurance ក្រៅឲ្យមក Prudential Manulife AIA មកភ្លឺមកភ្លុះពេញហ្នឹងដាក់ទៅបាទអានេះសន្តានចិត្តរបស់យើងបាត់របស់ក្រសួងគឺបសសបាទរៀបការជប់ប្រហែលថ្ងៃដាក់ទៅអត់ដឹងគេចោលអត់ខុសអីសងគេបាននេះសេច្បាប់ការងារនឹងចូលមាត្រាទីប៉ុន្មានដាក់ផងយកអញ្ចឹងចំណុចទី8បងប្អូនតែអតិនផ្លូវច្បាប់សូមអត់ទៅអត់ប្រឹងស្រាយឲ្យបងប្អូនអនឡាញឮផងអីផង
đón trăm giây thôi và tao ấy cũng bỏ khối và học cùng đứng mò sầm lệch tầm bờ employee relation bong ôn mơ miền trong khối mới đi buồn và bong ôn mơ mới đi buồn và ok ta nhưng trong khói strategic human resource evaluation ការវិតម្លៃបាទយុទ្ធសាស្ត្រវិតម្លៃធនធានមនុស្សរបស់យើងបងប្អូនត្រូវរៀប KPI នៅក្នុងហ្នឹងwhat គឺ KPI ដឹងតើអាន KPI មិនខ្លះយុគមិញសិស្សថ្នាក់បញ្ញត្តិរបស់ខ្ញុំ present ឆ្នាំទី4ឆ្នាំទី2ខ្ញុំបរៀនមុខជា total quality management ដែរព្រោះគាត់សេល្អមែនតើក្រុមហ្នឹងខ្សិតតបទវិសោធន៍ manager ធំៗខ្លះប្រធានក្រុមហ៊ុនទៀតគាត់ apply មកល្អមែនតើណាបាទ bachelor ខ្ញុំចង់ឲ្យមកអ្នកនរគ្នាឲ្យវាមិនត្រូវណាយកឯកសារយក bachelor មកឲ្យ master តែខ្ញុំអាច copy ចំណុចរបស់គាត់តិចឲ្យណាបាទតែមិនអាចយកឯកសារយកណា bachelor មកធ្វើ master ទេត្រូវដឹងបាទណា master អាចយកឯកសារយក PhD បាទឯកសារយក master មកងាប់មានណាខ្ញុំនិយាយឲ្យសិនមាននិយាយសិនមានខ្ញុំមិនចូលចិត្តនិយាយលេងអត់កាប់ពិតទេបាទហើយដល់និយាយការអត់កាប់ពិតខ្លះសំដីយើងរឹងទៅតិចហើយហើយកុំប្រកាន់ហើយអត់មានឯណាទៅណានៅជា nature របស់លោកគ្រូទៅវល់ទៅខឹងវល់បាទខឹងមកទឹកទៀតបាត់ជួយកចង់ងាប់បាទអរគុណចឹង KPI បងប្អូនទៅអាន KPI យកមកដាក់ទី2ការវាយតម្លៃបុគ្គលិកបងប្អូនមិនចេះតែធ្វើតាមនឹកឃើញបងប្អូនរៀបតារាងវាយតម្លៃមួយឆ្នាំវាយតម្លៃម្ដងក្រុមហ៊ុនខ្លះមួយខែវាយតម្លៃម្ដងក្រុមហ៊ុនខ្លះមួយអាទិត្យវាយតម្លៃម្ដងខ្ញុំប្រាប់បើក្រុមហ៊ុនដែលធ្វើសំណងវិញមួយអាទិត្យម្ដងធ្វើសំណងចាំមួយឆ្នាំវាយតម្លៃម្ដងខ្ទេចបាត់ផ្ទះគេនោះកោខ្លាយយកបាយទេវាយអស់លីកសររបស់តម្លៃទៅតែ3ថ្ងៃម្ដងក៏មានដែរពលលោកគ្រូនៅក្នុងវិស័យមិនមែនជាងសំណងមែនតែជួបក្រុមជាងសំណង26ឆ្នាំមកជួបតាំងក្មួយខ្លះមិនទាន់កើតផងឥឡូវទុំអាយុប៉ុន្មាននោះដាក់ទុំ20ម៉ាន21មុនឯងនៅងាហើយបាទអញ្ចឹងបងប្អូនធ្វើទៅបាទអញ្ចឹងបាទខ្ញុំនិយាយនេះវាខ្ញុំមិនដឹងថាបងប្អូនទៅសរសេរពីក្រុមហ៊ុនអីទៅខ្ញុំបង្ហើបថាក្រុមហ៊ុនខ្លះ3ថ្ងៃវាយតម្លៃម្ដងអញ្ចឹងបងប្អូនធ្វើតារាងទៅឃើញណាធ្វើតារាង action plan គឺជាតារាងហើយបញ្ជាក់ពីចំណុចការងារហ្នឹងប្រមាណដែលយកមកវាយតម្លៃមិនចេះតែពួយតែវាយមួយវាយលទ្ធផលការងារ target ដែលក្រុមហ៊ុនដាក់អញ្ចឹងណាលទ្ធផលការងារមួយឆ្នាំគេ comply ទៅជាខែសរុបមកជាត្រីមាស3ខែម្ដង3ត្រីមាស2ត្រីមាសទៅជាមួយឆ្នាំកន្លះមួយឆមាសសន្ទុក semester អញ្ចឹងអាស្រ័យលើតាក់ទិករបស់អ្នកនរគ្នាក្រុមបាទណាហើយចាប់ផ្ដើម design form of evaluation form ដូចអ្នករបស់គ្នាសម្រង់មតិគ្រូហ្នឹងអានោះ form ហ្នឹងបង្កើត form មកហើយ form ទៅដាក់ KPI ដែលខ្លួនឯងនោះវាយតម្លៃចូលមកពួក KPI ទៅបញ្ចូលក្នុង form ហ្នឹងអញ្ចឹងមកឆមាស2ឆមាស3ខែម្ដងបងប្អូនដាក់ទៅហើយ rate ឲ្យបន្ទុកមកបាទ
បន្ទុកប្រមាណទៅចែកមួយជុំភាគយ៉ាងម៉េចចាក់តងចាក់នេះរូបមន្តតិចផងណាយកមកធ្វើមកហើយចែក free កង់យ៉ាងម៉េចបើយើងហ៊ានវាយតម្លៃដល់បុគ្គលិកនេះចូលលំដាប់ A B C បុគ្គលិក A 3ឆ្នាំនេះដាក់ចូលចំណុចមួយត្រូវចំណុចតែឡើងតំណែងនៅក្នុង internal recruitment ក្នុងក្របខ័ណ្ឌមួយគឺដល់ការ motivate គាត់លើកទឹកចិត្តគាត់អាការលើកទឹកចិត្តហ្នឹង motivation ចូល motivation លោកលេខនៅក្នុងចំណុចទី6ហ្នឹង performance management តាំងពី rule តាំងពី policy គឺ HR policy បាទ HR policy ទឹកចិត្តនេះវាស្ថិតនៅក្នុងមុខងារទី4នៃការគ្រប់គ្រង planning organizing សំដៅ leading ក្នុងមុខងារទី3 planning organizing leading បាទការជំរុញទឹកចិត្តមនុស្សដោយប្រើប្រាស់រូបភាពលុយតែយើងហៅថាការលើកទឹកចិត្តដោយហិរញ្ញវត្ថុទី2ការជំរុញទឹកចិត្តមនុស្សដោយចិត្តសាស្ត្រអាចហៅភាសាមួយយ៉ាងទៀតគឺចិត្តសាស្ត្រឬមិនមែនតែប្រាក់ non financial motivation or psychological motivation ហៅបានពីរបើយើងមកនិយាយក្នុងពាក្យទ្រឹស្ដី OB គេហៅថា intrinsic និង extrinsic ណា intrinsic គឺលើកទឹកចិត្តខាងក្នុងខ្លួនឯង extrinsic គឺបងប្អូនចេះមេរៀន HR នឹងទាំងមូលបាទបាទអរគុណបងបាទមិញលោកគ្រូប្រាប់ថាពួកចុះអាស្រ័យលើក្រុមហ៊ុនដូចខ្ញុំលើក្រុមហ៊ុនតំណង3ថ្ងៃធ្វើមកទាំងមកđấy hắnដូចចំណងចឹងនោះដល់ជួបខុសលក់ទៅពេញលើទីផ្សារដូចដល់ផលិត iPhone ចឹងផលិតហើយទៅចេញទៅម៉ែរាប់លានគ្រឿងទៅប្រមូលវិញម៉ែចំតុយតាផលិតរុញចេញដល់ 20000 គ្រឿងប្រមូលហៅចូលត្រឡប់មកវិញម៉ែជួនកាលវាខុសតែបន្តិចទៅដូចកន្លងមកមានបញ្ហាគាំងពេញនឹងទាំងអស់បាទការ Samsung Note 7 ចឹង Note 7 ហ្នឹងឆេះប្រាក់ភ្លើងដល់ធ្វើទុំពិសាវាអាស្រ័យលើក្រុមហ៊ុនណាអញ្ចឹងបើសរសេររឿងសំណងស្រាប់ចាំវាយតម្លៃមួយឆ្នាំម្ដងបងខុសហើយផ្ទះធ្វើឲ្យអស់ហើយលក់ឲ្យគេហ្នឹងត្រង់គេងាប់ណាអញ្ចឹងវាយតម្លៃនេះយើងបង្កើតសូចនករវាយតម្លៃលេខខ្លះណាបាទអញ្ចឹងបាទខ្ញុំប្រាប់ថាអាស្រ័យបាទអាស្រ័យ
Cả nhóm cả chân đấy trong một năm trong vài vài được pi đô mà còn tại công môn ra mẹ này và ban pi đón đấy nên thơ buồn đong đó và phát thơ bù mùi đong phát thơ rọ khai và thơ rọ ngay bạn tích bạn miền pê thơ ca đấy côi tàu quay tầm đây côi tàu quay tầm đây ngọt bách pê thơ ca đi rồi nghiện phải chung ngọt ơi thôi ngọt lắm đâu có lắm mà ở đây ở nước càng nhiều lên còn trăm ngày có tới thưa ở ngày có thưa ở ngày hãy đam mọi mì ở ngày mà đó clean muối cùng cho lắm với tầm này đấy cái hao ta schedule còn thưa cả còn mà thưa còn đặt lại đây và tốt chất và có đặt làm tốt chất còn thưa một ngày mà máu chua còn nữa và nè sầm nóng ngày trước nè sầm nóng cái hao ta project schedule mà còn mưa ở ngày muốn chấp đam mà chia ca nhất còn phải chung prop anh ấy học phải chung 100 ngày thì thế đấy và thưa haiประมาณ ngày mà có đừng đặt ca như đi pra giờ pe mà tết nếu còn hai ấp tục mà tết 3 ngày còn thử mà mưa mà đỏ và thưa anh phải ra mưa dần miền cái con bán miền cái con bán tục mà tết biết hát mưa chớn thở vai trò với nhỉ và thế đấy tôi không tết tinh ở cùng tôi ca không tết tinh tèo muối máy pe phliếng công chứ con đã bật tiêu thấy con chạm xi măng chạm bê tông prep phliêng nào đọc phliêng mớ bà chứ đây khang khốn mới sốt đây khang khốn sốt nó sốt đấy xi măng thon mới thử tất cả về rừng đây còn là cam lươn là rừng đọc bê ban pi bay cái không tôi bự không mấy cái anh bạn xe trong công bị khốn thầm ná bà sân dương chăm tôi mưa kia bột hơi á vì cho bà ha công chứng bột ở dân xã bị khổ mà crash đi máu lưng nhóm từ mưa prep sẽ tra từ và bàn bê nó gom nêu rốt mà mưa cái còn được nhóm vai trao vinh lao tưới nó vai trao vinh và nó chốt bà sân gì ọt toàn biết ổ ra rốt và quan phương rốt quan là chiều hết khát chứng mình mấy con vai trao với con thứ hai tiên là đang xẹp thế đấy và con vai ta đang cho với con xuồng mà trong to hái xe bạn á trong tầm mưa ấy toàn đòn mười trong mấy bạn xe chứ ngọt vô đấy và trong toàn bong lưới họ khó như nhá bong lưới ok chẳng bọn vô là đang nó form đúng đó tầm bay bay tầm lấy một cái form mà con ổn thêm đấy mà bong vô tháng chứ thưa cái cá này assignment đấy bong vô đặt tầm một form á và trả hàng khốn đấy mà chỉ nắm buôn đó mấy đó anh vai tầm lấy lười là ok chẳng chấm nóiประมาณนี้สำคัญนะผมว่าเซบานออกจงคอยconclusion បងប្អូនសន្តានតាំងពីនេះ introduction ដល់អីស្អីនេះកន្លែងបាយតម្លៃនេះបងប្អូន conclusion គុំទៅសេ7 5 6រោម5រោមមក6រោមមកស្រាប់ conclusion តាសេចក្តីក៏ដើមបន្តិចងាប់បាទ conclusion ឲ្យបានល្អពាក្យ conclusion ហៅថាសន្និដ្ឋានសម្រាប់សន្និដ្ឋានធំជាងគេមែនទេអ្នកខ្លះសរសេរចង់ងប់អត់មានសន្និដ្ឋានអត់ដឹងចេញទៅណាបាទដោយបងប្អូនប្រជុំអាស៊ានគណៈកម្មាធិការប្រជុំអត់អីបាទអត់មានការចោទឯថាអត់ទៅតាមអត់ link អញ្ចឹងកាលណាចោទលេខាទទួលបានភាគច្រើននេះជា conclusion ដែរបាទបានទៅល្អបាទណាអញ្ចឹង conclusion និយាយអីក៏ដោយក៏អត់មាន conclusion ដូចអត់មានស្អីក៏បានកតុយនៅណាណាបាទដូចយ៉ាងប្រាជ្ញម្នាក់អត់ conclusion ស្រាប់គេមិនដឹងខ្លួនឯងខំស្រាវជ្រាវប្រាប់គេអត់ conclusion បានឲ្យខ្លួនឯងអត់សម្រេចផងឲ្យវៀតណាមមកធ្វើតាមគឺស្ដីហ្នឹងបាទព្រោះអត់បញ្ចប់ផងដូចបទចម្រៀងសពូនមីដាដាជាងទៅហើយបទចម្រៀងអីនោះតែ
តែដេញសល់ពីឯងមួយដល់ពេលផ្លេចបាត់ហើយបាត់ទៅមុតក៏មានដែរបាត់ជីតានោះតែងអូចុងក្រោយតែងចាប់លូអូនវិលវិញបាត់អីគេទៅចង់គៀងកៅទឹកបាទចេញមកចង់គៀងកៅទឹកបកាសិភៅទៀតណាអូនហើយតែងចាប់លូអូនវិលវិញអត់វិលវិញមកបានចាប់បាទដូចរឿងខ្ញុំមិញហ្នឹងគេណាចុងក្រោយណាបើញ៉ាំញ៉ាំមួយប្រពន្ធវិញណាបានមាន power ឡើងវិញប្រពន្ធថាខ្ញុំចូលចិត្តបាទប្តីមានកម្លាំងបំផែងឡើងវិញអញ្ចឹងទៅសារផឹកប្រើប្រាស់ប្រេងសណ្ដែកបាទ OPT ណាបាទ conclusion ចុងក្រោយកន្លែងហ្នឹងណាហើយកុំអួតរឿងប្រេងសណ្ដែកដល់ចុងក្រោយចាប់ចេញមកចប់ទៅមកឈឺដែរអញ្ចឹងបាននេះថាប្រេងសណ្ដែកហ្នឹងមានប្រសិទ្ធភាពមកត្រង់ណាបាទអូខេមកមកហើយទៅ4ក្លាសតាបាទជាងreference បងប្អូនដាក់ឲ្យបានត្រឹមត្រូវ reference កុំចិត្តតែ copy paste ឲ្យតែមាន reference ទៅ copy paste មកចាត់ច្រំទៅ copy paste គណិតវិទ្យាគីមីវិទ្យា reference ទៅសេឲ្យបានត្រឹមត្រូវបាទហើយបានយ៉ាងលើសយ៉ាងតិចក៏5ទៅ10 reference ដែរបងប្អូនណាបាទហើយកុំសរសេរថាសៀវភៅគ្រប់គ្រងធនធានមនុស្សរបស់លោកគ្រូទេពកែវសុខនេះពូនេះបាទទៅសរសេរបានល្អដែរ reference កាយដៃគ្រូរៀនច្រើនសម្បូរកាយវិការបាទកាយវិការចូលឡើងទៅអស់2គ្រឿងហើយបាទអត់ទៅនេះវិញផ្លែកបងប្អូនថាវល់ដាក់ចោលទៅបាទខ្ញុំទៅលីនយ៉ាទៅយកការនោះពេលដល់នេះappendix អ្នកខ្លះនៅតែអត់ចេះរៀប appendix ការបញ្យល់ពាក្យរបស់អូនបងអូនដែលស្រង់ពីណាពីណីមកបងប្អូនអាចដាក់បានដែរនៅក្នុងហ្នឹង copy មកផ្ទាំងមកក៏បានដែររូបភាពក្រុមហ៊ុនហ្នឹងក៏ដាក់មកបានដែរណារូបភាពការចល័យនិង process នៃការរៀបចំវិធីសាស្ត្រធ្វើការបងប្អូនមើលនេះបងប្អូនអាចរៀប workflow គេហៅថា procedure ណា procedure បងប្អូនទៅរៀបអាហ្នឹងផង procedure ទីទេពវិធីនៃការរៀបអា organization structure ណារចនាសម្ព័ន្ធក្រុមហ៊ុនហ្នឹងបងបានទៅក្នុងនោះបងប្អូនដាក់រចនាសម្ព័ន្ធក្រុមហ៊ុនមួយសម្រាប់បងប្អូនផ្សេងនេះបងប្អូនអាចទុកវិញបាន organizational chart ហ្នឹងណាបាទរឿងរចនាសម្ព័ន្ធអញ្ចឹងដើម្បីឲ្យការទុករងមកលើបានល្អបងប្អូនរៀបចំ procedure ទីទេពទីនៃការចាប់ឲ្យរចនាសម្ព័ន្ធក្រុមហ៊ុននោះធ្វើការអ្វីឲ្យបានល្អនឹងបានមានគុណភាពយើងខំរើសមកធ្វើការហើយប្រាប់ឲ្យយើងរៀបអាវើផ្លោមកទៅមនុស្សមួយឈ្មោះគ្នាផ្ទះភ័ក្រគ្នានៅក្នុងនោះប្រកាសទៅជា barrier ឧបសគ្គនៅក្នុងការធ្វើការរៀប procedure ត្រូវដូចរៀបគ្រឿងម៉ាស៊ីនត្រូវចឹងនៅពេលឆេះម៉ាស៊ីននោះទៅរលូនបាទលូននេះនៅក្នុងនេះបងតែក្រុមហ៊ុនធំអានេះចូលប្រកបតាមទៅបងប្អូនត្រូវរៀបorganizational structure ណាបាទព្រោះអានេះសម្រាប់ធំរបស់ក្រុមហ៊ុនបើអញ្ចឹងដល់ក្រុមហ៊ុននេះធ្វើអីរចនាសម្ព័ន្ធប៉ុណ្ណាណាបាទទៅយើងរៀបចំទុកជារូបអប្បាយទៅនេះគឺថាបងប្អូនហៅខ្ញុំរើសណាស់ផលិតកម្មតែរចនាសម្ព័ន្ធក្រុមហ៊ុនបងប្អូនអត់មានផលិតកម្មផងអត់រើសផលិតកម្មអី
រចនាសម្ព័ន្ធរបស់យើងបើយើងបើករោងចក្រផលិតដំណាប់ស្វាយយើងត្រូវតែមាននាយកដ្ឋានផលិតកម្មនិងប្រតិបត្តិការអញ្ចឹងទេបាទអញ្ចឹងបងប្អូននោះរៀបចំទៅទៀតរួមរបស់យើងរឿង recruitment មានផ្នែកផលិតកម្មអញ្ចឹងណាបាទអញ្ចឹងដើម្បីឲ្យក្រុមហ៊ុនធ្វើការល្អperformance management បងប្អូនត្រូវរៀបចំ procedure មួយទូទៅលេខរៀបទីមួយពីណាទៅណាពីណាទៅណាបង្វឹកការងារចេញពីណាទៅណាពីណាទៅណាដូចចង្វាក់ម៉ាស៊ីនហ្នឹងណាមុននឹងបានតារាស្វាយមកផលិតបងលាងផ្លែស្វាយចេញពីលាងស្វាយរួតវាយ៉ាងម៉េចចូលកន្លែងចិត្តឈឹកស្វាយចេញពីចិត្តចិត្តទៅចូលទៅណាម៉ាស៊ីនកាត់កន្លះគ្រឿងចេញពីកន្លះគ្រឿងចូលទៅបាទទៅសងួនទៅអីឡើងចេញសងួនទៅចូលទៅលាងជាតិនេះជាតិនោះហើយចូលកន្លែងវាចប់ទៅក្រោយចេញមកអូខេនេះហៅថា procedure ចង្វាក់បាទអញ្ចឹងបងប្អូនគិតទៅរៀបចំ procedure ហៅថា workflow ចេញពីណាទៅណាទៅអូខេអញ្ចឹងរៀបចំចង្វាក់ការងារហើយបញ្យលបាទឆ្លើយមួយនេះក៏ត្រូវមានដែរអូខេអញ្ចឹងបងប្អូនមើលផងដល់ពេល slide ដើម្បី presentation ពួកអ្នក online បងប្អូន online ចង់ present ក៏ប្រាប់លោកគ្រូទៅហើយរៀបទៅហើយបើមិន present ក៏អត់អីដែរព្រោះជាកាលបងប្អូន online មែនតែមិន online រហូតទេគាត់មួយថ្ងៃពីរថ្ងៃចឹងទៅមករៀនថ្នាក់នឹងសុំ online ហើយសុំ present ក៏ present ទៅបាទហើយបើអ្នកខ្លះ online សុទ្ធមានប្រមូលគ្នា online ទៅព្រោះអ្នក online ទាំងអស់ហ្នឹងហើយចង់ present ប្រាប់លោកគ្រូមកបាទអញ្ចឹងខ្ញុំសូមប្រាប់ការរៀប PowerPoint បងប្អូនអាចធ្វើក្នុងហ្នឹងក៏បានក្នុងអីគេកាន់បានណាបាទក៏បានតែអាហ្នឹងក្នុង iPhone អីដំបូងទៀតណាcònរៀបទៅវាស្រួលដែរដូច្នេះការរៀប PowerPoint កាត់ចោល preface economic កាត់ចោលបាត់ abstract ទៅដាក់ abstract មានមួយ slide បាទ abstract ក្នុងនេះបងប្អូនសេរហូតដល់មកពោតែដល់ពេល abstract នៅក្នុង slide អត់មាន copy ផាមក3 5 slide បានអត់យកដល់ slide ទេយកមិនចំណុចសំខាន់បាទ introduction ដាក់មកមាន5ចំណុច3នោះទីមក character review ដាក់មកបាទយកទីមក keyword ទីមកឃើញទេបាទអាចមួយ slide 2 slide strategic formulation នេះអានេះក៏ដាក់មកវិញហ៎អានេះមិនអាចថែមបានទេអានោះថែម vision វិញបាទទៅខែ goal វិញគោពីថាមកវិញមកអានោះមួយ slide បាទ slide បាទstrategic human resource management នេះអានេះបងប្អូនបាននិយាយអត្ថន័យវាមកអត់ទេគោពីផាមកពី slide ឡើយបាទគឺអត្ថន័យវាមក1 2ចូលមក slide ណាhuman resource planning ដាក់តារាងមកស្រួលអត់រៀបរាប់ទេតារាងមកjob analysis បងប្អូននិយាយអត្ថន័យវាមក analyze ដើម្បីអីណាបាទនឹងរៀបបាទនេះពី slide បាទបងទៀតបងទៅជួយ3ដាក់ចឹងទៅណាហើយមានតែ KPI ជាមួយជំនាញវាយតម្លៃបុគ្គលិកដែលជំនាញយើងឲ្យទៅលើអីខ្លះtraining បងប្អូន train ខាងក្នុង train នៅក្រៅឬក៏ប្រជុំនៅ train រោងចក្រឬក៏ជួបគ្រូមក train ពីខ្លះទេចំណុចបានហើយបាច់បើ train ពីប្រាក់លើនេះរៀបរាប់ដល់លើនេះបាច់ទេចាំបែរមកនិយាយអានឹងបានសរសេរនៅក្នុងសភៅហើយក្នុង research paper ហើយណាបាទ performance management ដាក់ហ្នឹងបាទរបៀបច្បាប់លោកអីតិចមកលើflow នោះដាក់មួយច្រើនជើងដាក់លោដល់ចុងក្រោយបាទ form នេះសំខាន់ copy paste មួយមក copy paste មកអានេះក៏ copy paste មកនេះដាក់ tray មក
KPI មានខ្លះបើចឹងស្របទៅគឺមិន10 slide អត់ហ៎10 slide ទេបាទ10 slide បាទ operation មិនឲ្យច្រើនទេគឺ20នាទីអត់លើសនឹងទេសូម្បីបណ្ឌិតក៏20នាទីដែរបណ្ឌិតធ្វើ9ដល់20 slide មិនទាន់បាទឡាធ្វើ30 slide ទេបាទហើយតែមិនទាន់ទេគឺមួយ slide present ត្រឹមតែ45វិនាទីបើ slide present 45វិនាទីអស់បងប្អូនណាចឹងមកដាក់ជាមួយកំណត់បែបពុកតែបងប្អូនសូមដាក់ខ្ញុំសូម25នាទី5មក25នាទីតោះបន្ទុក5%ខ្ញុំចុះទៅលើអានេះច្បាប់ទៅចឹងណានិយាយលើនីតិតិចនៅក្រៅផ្លូវការនេះបងប្អូនពីសម័យជាមួយពេជ្រចរណៃគាត់ឡើងប្រកួតថ្នាក់ជាតិបន្ទុកគាត់បាន375អត់បានពៀនទៅបីពៀនកិត្តិយសលើកទឹកចិត្តអត់គាត់ទៅអ្នកបាន200ជាងបន្ទុកជាប់គឺគាត់លើសនីតិបាទឃើញទេបាទអញ្ចឹងគណៈវិស័យរបស់គេបន្ទុកហើយរឿងនីតិទៀតបាទបន្ទុកសុខោបានល្អប៉ុន្តែលើសនីតិទីមកយើងអាចអត់ចប់អត់ចប់ខ្ញុំអត់ល្អទៀតណាគ្រូរៀនអត់ចប់បញ្ហាទៀតហើយសាលាយើងខាត់ចប់មេរៀនបងប្អូនហើយក៏ដោយគណៈដាក់9មេរៀនបាញ់ខាត់ទៅចប់9មេរៀនព្រោះប្រឡងចេញ9មេរៀនហើយបើបរៀន9មេរៀនចេញ9មេរៀនទៅហើយតែប្រឡងចេញ6មេរៀនតវ៉ាគ្រូនេះមេរៀនអត់រៀនផងមិនចេញបាទអញ្ចឹងសាលាប្រកបនេះបើទីទូទៅក៏តមកយើងត្រូវចប់មេរៀនចប់ម៉ោងបានវាល្អបាទមិនចប់មួយណាយើងទំនួលខុសត្រូវឲ្យបានល្អយើងខ្ញុំត្រូវ apply តាមនឹងបាទយើងមកវិញយើងដាក់ទាំងអស់មក action plan and conclusion មក slide ណាមក slide យកទៅសំខាន់បាននេះគឺ copy ថាមកបាទជាមួយនឹងការដាក់ conclusion ហ្នឹងអត្ថន័យរបស់វាអីហើយ reference ដាក់ទីបោ appendix ដាក់នេះចោលវាមិនទេគាត់ចូលចោលបាច់អូមករៀបរាប់តា appendix មកទៅយក appendix ទៀតបាច់ទេបាទចឹងជាលបោយនោះបញ្ចុះជាលបោយនោះបញ្ចុះដាក់មកចឹងខ្ញុំចូលកំណត់មកឲ្យអក្សរដែល present បានអត់ទូទេបងប្អូនបងប្អូនដើម្បីបងប្អូនក្រោយមើលឃើញដល់ពេលបងប្អូន online យើងកំពុង link អញ្ចឹងគ្នាទៅមើលឃើញដែរពួកគ្នាទៅរៀនដូចគ្នាអញ្ចឹងបងប្អូនហ្នឹងទៅរវល់ថ្ងៃ online ដែរអញ្ចឹងបាទមកហ្នឹងបាន32បងទេណាអង្គចឹង28ទៅឆ្លេះខ្ញុំសុំអក្សរ28 slide តិចច្រឡំទៅដាក់4ពេញវិញគាត់ហើយដើម្បីកុំឲ្យវាលោតចការបងប្អូនខ្ចីកុំព្យូទ័រគ្នាបងប្អូនសម្រាប់វាទៅជា PDF មួយទៅបើខ្ចីកុំព្យូទ័រគេអានោះមានបាញ់ PDF មកអញ្ចឹងហ៎អត់ទេបងបាញ់ហើយបងអង្គុយកែក្នុងនោះទៀតបាញ់ខាត់ពេលគាត់បើកុំព្យូទ័រខ្លួនឯងវាអត់លោតទៅណាទេបាទយកមកប្រើ PowerPoint ទៅអញ្ចឹង28យ៉ាងតិចណា28ដើម្បីអ្នកក្រោយមើលឃើញមិនដឹងដាក់ទូជានឹងងាប់ហើយបងប្អូនខ្លះធ្វើ slide មិនទាន់ស្រាប់ដេកក្បាច់មួយ presentation យកអា research paper យក present មកធ្វើទៀតចេះឧស្សាហ៍អត់មានធ្វើទេបាច់ present ទេបាច់ទៅណាខ្ញុំអត់ឲ្យ present ទេដកសន្ទុះ present ចេញបាទអញ្ចឹងបើឧទាហរណ៍បាន15 present ឲ្យ3ឃើញទេអានេះឲ្យ3ឃើញទេ6អានេះឲ្យ9ឧទាហរណ៍អញ្ចឹងណាបាទប៉ុន្តែពួកយើងបានច្រើនយ៉ាងហ្នឹងពួកសា master បាទពីកាត់បន្ថយផ្សេងព្រោះបើទៅនឹងឲ្យតែប៉ុន្មាន%ណាប៉ុន្មាន%អេមានអីទេប៉ុន្មាន%តាម master ទៅ5%ណាដល់5ទៅ
lâu đó là pram chứ thần đó sáng phải ba thôi hồi sáng anh tay mời rồi lúc đó ra đi chúng tôi phải pram phải pram phải nó buồn đấy đi hỏi tụi mui và đó và ơi lương phân tục ấy đến pi đến đâu đó chứ và chào đến mà lọc chung thêm có phải pram mà đó can kia thì xây paper chứ operation rồi không cắt ba trò này tốt ấy anh ấy con miên này anh xôn này cho anh mau bó miên mình giết bó Việt Nam phải anh ấy lơ show và dương lơ cặp cái da mưa đẹp lắm còn món can là đến tu sao tôi show ăn đúng không ở can tu sao ở can là ba bữa là nó bán bay bên gì ở bên can này thế có muốn á chúng ta xây chúng ta làm nó can tu sao ở can chân này đi lấy thấy và chân trong sông chân nó một con á là ăn bằng cú miên can tu tắc miên can cái làm nó phải ở đây mấy nên không đi hỏi bữa tay coi gì mà bản chân cú sông chân bóng môn online đó và trong present trong mưa thuê bóng môn online đó ra sầm lên mà thấy slide và trang và trong nhà trang máu trong nhà control rồi bóng môn cho khu này cho từ không nè ấy trong về lư thì bay bóng môn nó không đáng đạp bàn phòng vì nó trong ai dù micro mà đạp to và đặt thông bạn rồi đấy chẳng rồi này hỏi speaker tapi chop những chiếng karaoke bot tiếng từ ai na tờ than số được luôn ba thằng mấy món bot ai na tờ than số được luôn nâng cái dạng ngay điệp cá ai na từ than xưa bot đừng bình cho hai đấy bây là điệp cá về cắt nóng cái chuyện chiếng bot nè bắt chiếng bot đấy chứ là chiếng bot nâng xua tới gì chồng tôi đó bạn nên tiết có than xuôi bọn ấy trong nước đủ sao đi trong chúng mới ôn giấy chống vì mấy kia muốn nó biết đấy ao trong phê rằng không chiến bọn rằng biết đang là bắt ai nào tôi than xu bóng chiến rồi chiến biết tiếc không chiến phê bọn đó ngoài đây lụ đây lơ phơ không bên đây lơ thủ không nó ôn phơ cho được ở bốc bóng đó được bốc chân chiến hết bên đây lụ nó đủ sao đi trong mới ôn giấy chống đang bị túi lỗ là thông phê phía mà bọn ai nào tôi than xuống chỉ điên ngoài chỉ điên bị chọc ấy vào đây lụ ai trong chơi bọn đang cho bà cái na chuộc trong kia trong chuyện bọn nó sẽ đạp quá không ăn đạp riêng là cứ chẳng đạp trong pe chọc tới rồi dương nát nia chỉ là ok đó nè đây trong chiều là sẽ đạp sầm lên ở bên ươn thế chặt tao ấy bóng là chuyện ba ấy trong che bot riêng mấy chim đó đâm bọt thì tại ai riêng rồi mình mưa bro nữa và riêng mà đâm bọt tại vì sân ai mưa ai chia trong pi bay rồi bọt trên play mất đâm che chiếng mà Panasonic chỉ lo trước ấy đã đâm thì và là trên mưa nó chuyện bàn rồi Frank dây cho tao mà rùm đâm thì ở đây là cam chống lọp lang riêng tam pọ man đòn đây pọ áp ra lọp lang riêng pọ lệch bay lọp lang riêng và đây lang riêng nông này lạnh sao bác cho nên dùng chụp thọt con này đây ta sẽ là lang riêng đòn ca như thế ở bên lấy cho thọt đấy
bạn làm chỉ đường đi mà kia đây đây đúng rồi trong một tí giờ làm mình đọc đấy online cái gì xua đấy cho trong chặt đào group assignment nữa đó và cru chia sẻ cru phone chương pra phone bạn vào cru của điện thoại là em đô la điện thoại gì cho là mình đánh nhà nó là thường để cùng để chơi trong nâng cao cái sự có tự ca bạn bạn tác từ công môn học quan kia của bạn hay là chú bạn một người chú bạn càng nhiều và dù bị tra không đó và mùi viết thì nói thấy chỉ tập chất anh ấy diễn đạt không tập chất anh ấy dựng xong rồi dưỡng cho thà họ con của bộ lực lại thì anh con không mấy tay con có lo ta lỡ con cầm to trong nông là cái tiếp đó và người ta lại đến dương chia lại cái ta chấm dương họ con có dương chui có tiểu sinh tập chất bao nhiêu đấy là bạn tay tập việc càng như sinh cái miền bạn tay tập việc càng như bây đại bộ lập chốt tới chứ thở ơi bạn tay tập việc càng như còn miễn nhưng cho bạn càng như có muốn chơi tiếp ở đừng tích đó là lấy cái tên ông bộ lập nó nó rồi khơi như trà nó máu ấy bóng bốn á lên đường bạn càng như trong show họ ai bảo bóng ôn miếng copy phát của cho group tới ở trai kia riêng tôi có ở đó và trai này sâu vào mua chiết complete điều tinh miền Trung Bắc tinh đô một lắm tranh nơi cho bạn tinh đô một lắm với cái lá co chứ đó và tinh cô trá vô dương thôi trong ban bộ lập kia thì cao đó nhưng trong vô mà đây vừa công hồn miếng chứ tinh bạn đương nhiên nữa còn ta muối cái ăn được bọt hương xây viết đơn hàng tất chất công hôn vì ai công hôn khác thật nông là mà cùng ai công hôn khác thật nông mà cùng chứ ăn phải gọi tao cho bác mà cùng riêng cho mình chứ mà không tiêu tiền hàng tá cho bác đây cho bác vào dương bị đọt rồi sân biến trong chơi show vọng trong rồi khơi vậy đâu bố trong lư ra được nôm con cháu và trong ở bên cho bác đứng dúi ta ở nơi tranh đâu trong kế miền pháp mình ai có tê tết nuôi trẻ tông bọc lợn bọc kế nó miền Tây nhà đối và cái là có chứ mưa cái là có rồi đâu ấy còn bấy giờ là không muốn nuôi trẻ tông là mình xong cắt đấy ô bàn đấy mà cho nó miền cho bạn vâng ông miền cho bác ông miền sẽ cho kia để mình phải ông sẽ cho đấy riêng con là khó bọc bọc lợn đôi trong thà chẳng nhóm rọp bên con khó cuộc rùm con mê bọc nhỏng trong tranh bị khót mê này có khót trong thể cuộc trong ban tranh cho bạn mùi ấy thà thì là tranh tổng hỏi bà tranh ở vô mình bốc lớp bài tranh thì cái này không tới cứ nét năng lọ cho ra ngoài cái đời hai màu vinh có thằng thì cái trong thà dân xua tranh ngày nào không xua chứ tranh ngày nào bộ ăn đi phép vẽ vấn bánh bạc hai mặt tất là mô cuộc trong miền trên lúc bàn cái buôn nhom cho cái nghĩa cứ không nói bốc lớp đó miền chỉ đắc tu ai thì cả na bom ôn thua ai bốc lớp miền chỉ đắc tu ai bom ôn bà này nhá và là biết ca nghĩa ni che ca nghĩa rồi ôn tranh muốn tranh cũng ni chỉ nụ xuân và cái thời chấn á công môn thông mà chỉ nói một trong lên bị khai cho thấy của nâng mình nghĩ ở những thưa tuổi thì và cả nào thưa tuổi pe design tới bao nhiêu bà hoa mô
tụi mom rất là cứ bớt là phía cứ chặt làm lẹ tranh đâu đi trên đồ bàn bà chui trên đồ bàn tập cái ơi mà đừng tiếng cái score tay chân nó môi khi bà cứ buồn bà dám chứ mình không giờ thôi chẳng bà ở thế ở thế càng như cái mình thế là hốt đấy phần đấy cái càng như đó bà con trai thì tôi có thể tôi đã sai mình đấy đó này chứ mà không đọc đấy bà càng như mà sao đồ bàn cũng cú phúc nó mà đạp đi cái này thì mùa trong prap hơi thì pi slide nở nè slide nà xây đấy cũng xây ở toàn nhà không pram của mùa sập đá ca như email ca như telegram mấy trong chơi kia cho bay chơi thì mưa bán tôi cách cá bị phía xa thế ở bao nhiêu tiền mưa ở đây pro đưa mắt bao nhiêu mưa quanh nâng chẳng ca như mau tao mà nè nó thấy chỉ lúc đọc nè nó của mua nè nó ca như công muốn cái thời chẳng và chẳng bán công hôm bao nhiêu Oscar càng nhiều trong ông là đấy trong share idea tại drop long card đi vô tới thưa bán cả thưa bán thưa rồi là share cũng đất chưa nó bot được short bong ôn còn miên chọn lược trong được tiền xây nè và trong mình miên pay ở bong ôn share là sao pin về cả bong nhóm một share tại trong dần trong châu mê điên chạy cái xe tử và deadline lấy gì chạy trong toàn hai không chạy trong miền nữ bà bong ôn miền nữ crom bong ôn online miền crom thế miền là khu miền này miền đó con chẳng trong ở đăng tế trong sông ở tết cõi rưỡiประมาณ ngày đó bán cho nó group trong phuộc crom assignment tam crom mùi miền chmua phuộc nhóm thời ca control mọi việc đào ngày ấy sẽ được cứu trong châu tơ nút trong châu tới đi có lại những bài ấy trong châu xong cùng hỏi cho cái đi crom chú bác ở con nua crom chú bác nơi vui chú bác vì bố ở thế của bạn không vay phân túc bố pê lá mà chun mua mà không ship xây thế đó chú bác mà ship và marketing là ship management là ship chẳng về trong bác management mà crom bao owner no management trong sửa vay phân túc no management mỗi back tới chạy về mò đi tràn mò chân so lại cái chân đấy chú bác nơi mùi chú bác management marketing separate nè và hỏi crom cho đoán học nè để cho khi bán nó mấy đây và cho khi bán nó và đây mọi phải để chơi tiết là cái ơi móc không cho đoán cái ship chạy ship kia đấy đó quay viên bên năng tiền lấy xong được đua con ấy tới được đua tại mức chuẩn nên tiền tại cho nó trâu nè trâu tới và đua bom ôn trắng đấy rồi bà trâu nè đó deadline thì tôi tới xong tay đói buôn sập đà còn tay thạ bác giờ những riêng là hôm đó bay sân một bachelor riêng là bay mong mà tất dương riêng buồn mong có lá chăm nhâm tâm format kết mây tại chỉ đấu á lá môi mua đôi khi tê bachelor ở đôi khang dương tê học niên con bà đâu phải những ca deadline vậy tất buôn là tất đúng bè tất buôn tất vô mới ná nhưng tôi là buôn là cổ
ở trong số buôn tất làm tất vô cái nào tất chó ngay trong xem buôn là tất tư bà đó buôn lấy dương bán tất đi mà này bay ấy ồ tất na nó ọt riêng này và trong mình chè cho lòng lâu là tất TP vô dương riêng mà tất giấy top tất cho tất TP vô là tất tiết cho tất TP mùi mít thơm và lấy từ mít thơm muôn muối tất lớp bay tất trong ngay thì bán mà mơ sân hình 4 khai 7 rứ kia bụng ta ra thương mít thơm cõi xả xanh mất theo mẹ xanh mất ở phía tất chả lấy trong chả buôn là tất tiết mít thơm có 4 á và tao phía cõi mà tất assignment submitដូចនេះឲ្យជូន5ទឹកបាទដាក់ deadline ច្បាស់ថ្ងៃ5ទឹកថ្ងៃទី1ចាខ្ញុំមានថវិកាឈប់ពីទឹកជាប់នេះអីយ៉ាងហ្នឹងខ្ញុំការពួនវិញដល់ការប្រាប់ខ្ញុំមានការងារនៅខេត្តខ្ញុំជាពាក់ដាក់ខេត្តខ្ញុំទៅបញ្ចប់ឲ្យគេនៅខេត្តពីទឹកជាប់នេះថ្ងៃដល់ខេត្តមួយក្រោយពីហ្នឹងមកខ្ញុំទៅតែទឹកទេអញ្ចឹងណាតែពួកខ្ញុំបង្រៀន3ទឹកជាប់គ្នាចប់ដូច្នេះខ្ញុំនិយាយគេ4ទឹកពួកសុំទៀតទឹកជាប់គ្នាអាចឲ្យផ្សេងចូលតិចឬក៏ឲ្យទាត់ជំនួសណាបាទថ្ងៃទឹកគ្រូណាគ្រូធាននេះតែគេរួមហ៎អូវាស្នាលឿនណាឲ្យជំនួសលឿនណាតើឲ្យជំនួសមកគាត់បីឆាប់ជាប់ព្រោះការស្នាក៏ទុំចប់ខែចប់ខែđấyចូលមកហេខ្ញុំឲ្យមិនកែវាស្នាទៅខែបាទការទៅព្រោះនិយាយចាក់ខុសទៀតកែស្នាជំនាញមុខគាត់ថាមកព្រោះកែស្នាយ៉ាច្បាស់អត់មានទេបាទគឺតែគេបីមួយដែរសេដ្ឋកិច្ចនេះtrong kéo mũ kéo vì mũ chiều kéo bên kia là bên đó trong có đi không nên được phí thực tế trên kia thì họ trên mấy đang đặt bàn đây là trong cuộc thảo thì là về đó trong đây là trong ba đây bao nhiêu hạt kia trong đấy thì trong đấy trong thì đâu ba trong khó trong triệu ba đây còn phí một chút còn phí bao nhiêu tôi đã biết không số thì sai số ai được phí tôi biết bây giờ để sao tân phong cái hôn đi thì cần phí này bình thường bây giờ ra đi rồi gồm 5 สัปดาห์ để mình thở hỏi khó bâyสัปดาห์ đi mình thở ba chơi luôn còn mình chắc bạn hay là bạn có cái nguyên hoa à ngay tóc đi cô biết đi các bạn thanh tăng video bạn tăng tóc đi lên picture trở thànhประมาณครั้งตรงไม่ประมาณตรงไปบุญครบมันจะลดไปหมดแค่ไหนเราไม่เปรี้ยวที่มันไม่เปรี้ยว
bay mòn chết trong nói smart phát hiện các ta họ vừa bật này chúng ta thu một ngày trong cái bên đây là bóng online ở trong thu một ngày đẹp ta trong nhóm họ thu một ngày tỷ và ở đây có tình túi này trong tầng cây cối sạch mình trong cối cà phê ngay và riêng đấy cối cà phê nhục chẳng phải yên món cục đó cái đấy gì anh ấy bên cạnh đấy cái anh ấy chia sắp tốt anh ấy cạnh nào phải chia vâng cái cạnh nào chia rồi có che tam bạn đó bóng ôn trong phương bát hai và bát phương bát tay sắp đa khối tập đẹp trong hai trong sông mua ly bóng ôn đặt group cho nó trong group bao nhiêu group xanh bên đó này hãy đẹp thắt ắt phơi rất là phơi trong sông chân sông của mô tần này dân đó à đặc biệt bác group limit là này ta phương bát hai như từ viên ai nè học của bọn hát từ mưa thì phút ở sai mà đến trai chơi nhiều chơi thay phớ nâng không rồi bóng ông này học vừa ông hát bài vừa không còn đi được đấy và bọn mà tung chơi cái trò này bóng ông này vừa bọn hát từ này vừa không còn không đã xong vô chỉ vừa thời phần đá là bay bài lốt xong phần vớt tới thì phi đại môi màu anh xong vô vớt là bay xong từ lòng tiếp và vượt không họ tới bọn cô ra đi quay vài bài đây quay vài bài trong công việc biết đó sẽ paper so biết so sẽ phần mông tập phi nó chưa đọc buồn các bạn và slide được quay bay bạch bôi trở về bôi dương mình tê xa nó đi mà bài từ đẹp trông thấy sẽ áp hay như ngay đó này mất mọi bạch bôi trở con ôn đầu tiên là tê xa nó trong cái cam ca thì bà vậy nên nó trong tìm thì là cái ca như thế trong mình ở từ tê xa nó đi còn ngon cho biết ở ngon của trên tê xa nó là ngon mà không tam không riêng cái cô đó chắc không biết đâu muốn không xoay nó trái trong cô này tới để chạm được ô được này đó vô đó sân tập tiền tạ sân tập để phát số tiền tạ có tôi có tới tám tiền tạ Việt Nam kia số này anh luôn mang tới này và sân này khó tới đấy sân khó tới con thì lấy ở nhau bắt luôn vợ ở tết sân ta luôn được bắt được bay mà tất thối cũng như là sân mũi điên muốn bắt ở đây đó chứ tôi có thể cùng không và chứ phát bán ở kia đó xe online sân ta phải thiên đây lúc thiên đây này mua chế ra online có chúa có đó chứ này online send mua group từ ở nút thiên thạ tới từ mấy con ở đi review hỏi được cứu hãy bị chạm phó tha presentឬ មិន present bị chạmក្នុងណាហើយបាទអូខេហើយប្រធានបទរើសខ្លួនឯងប្រកាសសិប្បនិមិត្តខ្លួនឯងក្រុមហ៊ុនខ្លួនឯងបាទហើយបើសិនជាយកពីក្រុមហ៊ុនផ្សេងlấy trong xua vớiក្រុមហ៊ុនផ្សេងគេឲ្យយើងដែរបងប្អូនផខ្ញុំដែរណាបាទវាគ្មានក្រុមហ៊ុនណាមួយមកឲ្យអានឹងឲ្យយើងទេបាទខ្ញុំមិនជឿទេព្រោះគឺយ៉ាងច្រើនតោអក្សរស្ទាយទៅធ្វើទៅកុំឲ្យមានឈ្មោះក្រុមហ៊ុនអត់ហ្នឹងសុំឯកសារគេសុំគេយ៉ាងច្រើនទៅឲ្យបន្តិចទៅបាទបាទសិប្បនិមិត្តខ្លួនឯងទៅណាធ្វើអីធ្វើទៅកុំឲ្យតែមានឈ្មោះក្រុមហ៊ុនអត់ហ្នឹងបាទខ្ញុំសុំអញ្ចឹងហ្មងទៅណាđây trong đây không nó ai chập bán đây đấy nuôi phơi nó ngoài viên chua trong con này mà
trong style kia nuốt đô chua đó con sẽ chết rồi trong anh bả bỏ nuốt ấy thưa tới còn bao nhiêu chua không nó đang bà ok chẳng là từng ngày đang hoạt chờ đấy thành môn tết ban ấy rồi còn chưa co lắm ai có sao mấy người trốn đi đúng không đâu có làm máu à anh muốn nữa con xong trên môn nào từ bóng online xong chết đấy tranh môn nữa ngày nâng bạc dùng chưa luôn đấy bà ba luôn ba con chào